มาเลยแก้วมาชนมวยนายสระเบียร์บอลลูนส่งไอ้ไทม์มาแล้วไว้ตกเลข9ตกเลข13นารูโต้กวาดสอยมาโดมว้าวปัจจุบันจ่าเหมือนมาหอบเลข17បងស្រីខ្ញុំសុំវល់ជួយខ្ញុំផងទៅបងស្រីតានាងជាអាយចង់ធ្វើស្អីទៅក៏បង្កបញ្ហាទៅទៅផ្ទះជាមួយប៉ាវិញឡើងខ្ញុំទៅឡើងខ្ញុំជួយខ្ញុំផងគេមិនមែនជាប៉ារបស់ខ្ញុំទេកុំនិយាយព្រាបណាត្រឡប់ទៅផ្ទះវិញឡើងខ្ញុំទៅឡើងខ្ញុំអញជាក្រុមជួយដល់មនុស្សអញជាក្រុមជួយដល់មនុស្សគេមិនមែនជាប៉ាខ្ញុំទេអញពិតជាលេងសើចពីហើយមិនត្រូវនិយាយលេងសើចនោះទេឡើងខ្ញុំទៅហើយខ្ញុំសុំទោសផងចោះនាងជាកូនប្រពន្ធចុងរបស់ខ្ញុំមិនដឹងថាថ្ងៃនេះកើតស្អីទេសុំទោសនាំនេះទៅខ្ញុំមិនអាចប្រពន្ធជាមួយវាទេវាចង់យកខ្ញុំទៅលក់បងប្រុសខ្ញុំសុំវល់ជួយខ្ញុំផងបាត់ទេខ្ញុំសុំវល់ជួយខ្ញុំផងបងប្រុសខ្ញុំគឺជានិស្សិតសាកលវិទ្យាល័យទីក្រុងហ្វឹងឆឹងបងប្រុសខ្ញុំសុំវល់ខ្ញុំសុំវល់ជួយខ្ញុំផងតាបាត់ទេជួយខ្ញុំផងបងប្រុសមិត្តបាត់ទីសិនមីឲ្យតែឯងចេញមកក្រុងទាំងមូលប្រកាសជាវឹកវរធំមិនខានអាហារមិនទាន់រៀបចំនៅឡើយទីមិនអាចឲ្យគេចូលជំនួសបានទេលេខខ្ញុំទៅលេខខ្ញុំទៅឆាប់ភ្លាមឯងថានេះជាកូនប្រពន្ធចង់ឯងមិនដឹងថ្ងៃកំណត់នេះដែរទេតើអ្នកណាទៅចាំច្បាស់យ៉ាងនេះទៅបងស្រីខ្ញុំជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យហ្វឹងឆឹងពួកវាជាចៅជួយដល់មនុស្សបងជឿខ្ញុំទៅការផ្សាយរបស់នាងជាការពិតប្រាកដនាងជានិស្សិតនៅហ្វឹងឆឹងមិនមែនជាកូនប្រពន្ធចង់ស្អីនោះទេក្រុងហ្វឹងតែទទួលរឿងជួយដល់ស្ត្រីពួកជួយដល់មនុស្សដូចជាពួកឯងហ៊ានប្រឆាំងច្បាប់ផងហ៎ពួកគេជាក្រុមជួយដល់មនុស្សពួកចាប់ចម្រិតពិតជាគួរឲ្យស្អប់ណាស់ផាត់ពួកវាតែដាច់ខាត់កុំឲ្យពួកវានាំមនុស្សទៅបានឯសោះអ្នកណាហ៊ានកម្រើកជួយចូលឡៅស៊ូគឺជាបងធំនៅក្រុមហ្វឹងសង្កាត់ជាងឈឹងយើងពិតជាចង់ដឹងណាស់អ្នកណាហ៊ានប៉ះពាល់យើងទាំងអស់គ្នាខ្លាចវាធ្វើអីទៅចង់ចេញមុខការពារគេលោកត្រាតានីមានសមត្ថភាពគ្រប់គ្រាន់សិនពួកគេខ្លាចឯងតែយើងមិនខ្លាចទេថ្ងៃនេះបើឯងនាំមនុស្សចេញទៅរំលងសាក់សពយើងសិនទេបាត់ខ្លាចងាប់ទេបានតើយើងសម្រេចបំណងចុះឈប់ភ្លាមយ៉ាម៉េចស្រីកញ្ចាស់នាងចង់ចេញមុខដែរមែនទេយើងគ្មានពេលតែរបស់រឿងរបស់ឯងនោះទេអ៊ំស្រីម៉ាក់ពួកវាជាចាស់ជួញដូរមនុស្សចាត់ចោលជាការងាររបស់ប៉ូលីសមិនពាក់ព័ន្ធនឹងយើងទេឯងទំនាយខ្លាំងណាស់មែនទេបងស្រីកំទុកខ្ញុំចាស់ល្អីបងស្រីយើងនៅតែមើលមិនទាន់ជួលទៀតមែនទេមានអ្នកណាអាចជួយនាងបានទេអ៊ំទៅតាមជាងតាមសំណួរទៅកាយស្រីនេះពិតជាចាំមែនហើយមើលទៅដូចជាខ្លាំងណាស់ចុងក្រោយបែរជាមិនខ្វល់ទៅវិញទោះបីជាមិនចេះក្បាច់គុណក៏គួរតែជួយដែរណែម៉ោលីបងហាត់ក្បាច់គុណដែរតាមមិនក៏មិនជួយទៅខ្ញុំហាត់បដាល់ដើម្បីសុខភាពទេមិនមែនសម្រាប់មកវាយគ្នាណាអើយផឹកទៅមិនបាញ់និយាយច្រើននេះផឹកទៅម៉ាក់លើដែរទេពួកគេកំពុងតែយាយយើងណាសំខាន់ដែរទីម៉ាក់ទ្រាំបានតែខ្ញុំទ្រាំមិនបានទេខ្ញុំមិនឲ្យនាងត្រូវពួកចាប់ចម្រិតនោះយកទៅទេបើឯងនៅតែរឹងទៀតកុំឲ្យយើងថាម៉ាក់មិនក៏ម៉ាក់ធ្វើអញ្ចឹងគឺមកពីម៉ាក់តាមចិត្តឯងជ្រុលពេកទើបធ្វើឲ្យឯងក្បាលរឹងហ៊ានចេញមកប្រដេកដាស់បែបខ្ញុំមិនដែរជប់ក៏ឲ្យទៅចាតែពេលនេះពួកវាកំពុងធ្វើនៅចំពោះមកខ្ញុំម៉ាក់មិនឲ្យខ្ញុំជួយឲ្យថែមទាំងម៉ូតូខ្ញុំទៀតហេតុអីបានជាឯងនៅតែមិនជ្រុលបែបនេះអ្នកមិនមានសិនរបស់ឯងព្រោះតែបង្ក្រាបក្រុមជួយដូរមនុស្សទើបធ្វើឲ្យពួកវាសម្លាប់កូនរបស់គាត់នៅមានសៀវឡានទៀតកូនស្រីរបស់គាត់ហេតុអីបានជានាងខ្វះឯងព្រេចហើយមែនទេយើងសុកចិត្តលាក់ខ្លួនលះបង់ពិភពគុណអស់រយៈពេល20ឆ្នាំដើម្បីអីគ
ួរចាប់អារម្មណ៍ពិតជាគួរចាប់អារម្មណ៍ណាស់ស្រីកញ្ចាស់ណាបានថានាងសំអាងលើស្អីទេចុងក្រោយនាងនៅតែអន់ដដែលនាងតូចកុំស្ដាប់ម្ដាយឯងនិយាយអួតអាងច្រើនទៅសោះថ្ងៃនេះទោះបីជាយើងចាប់ខ្លួនឯងទៅក៏មិនហ៊ានធ្វើស្អីយើងដែរយ៉ាងម៉េចចង់វាយយើងមិនសុខចិត្តទេយើងឲ្យពួកឯងទៅហើយតែចង់បានអីទៀតតាមឡើយយើងគិតថាចាចេញទៅហើយហើយត្រូវបន្ទោសកូនស្រីនាងនៅនិយាយថាពួកយើងជាអ្នកជួញដូរមនុស្សយ៉ាងណាថ្ងៃនេះយើងទំនេរជើងមិនទៅណាទាំងអស់ពួកយើងទាំងអស់គ្នានៅឈរស្អីទៀតហាប់ចាត់ការស្រីនេះនៅទីនេះទៅលេខខ្ញុំទៅចាំឡាលេខខ្ញុំទៅនៅដល់ណាទៀតនៅកុំងើបលេខខ្ញុំដាក់នាងនៅលើតុនេះទៅលេខខ្ញុំទៅលេខខ្ញុំទៅប៉ាធ្វើស្អីមែនទេនាងតូចនៅមិនដឹងទៀតថ្ងៃនេះយើងក្តៅខ្លួនចង់រំសាយកម្ដៅខ្លះលោកបងទៅបកករឿងកន្លែងផ្សេងបានយើងមិនខ្វល់នោះទេតែបើហ៊ានធ្វើផ្ដេសផ្ដាស់នៅតុលោកដូររបស់យើងកុំថាយើងមិនទុកផ្លូវឲ្យយើងមិនទុកផ្លូវរស់ឲ្យនាងមែនថាវិញយ៉ាងម៉េចបងប្អូនចាត់ការទៅអ្នកដែលមិនពាក់ព័ន្ធឆាប់ចេញឃើញដែរទេត្រូវហើយនៅសល់តែ2អ្នកប៉ុណ្ណោះតាំងពីដើមមកត្រូវហើយឃើញជឹងមិនដែលប៉ះពាល់ម្ដាយកូន2អ្នកឯងទេឥឡូវផ្លូវរស់របស់ឯងត្រូវបានចប់ហើយម៉ាក់តាមម៉ាក់នៅត្រឹមដល់ពេលណាទៀតនាងតូចឯងនៅមើលមិនដឹងទៀតមែនទេថ្ងៃនេះបើយើងសម្លាប់មនុស្សម្ដាយឯងក៏គ្មានហ៊ានធ្វើស្អីជាងដែរមានតែអំបរយើងតែប៉ុណ្ណោះទេបើនាងធ្វើជាមានអារម្មណ៍ល្អយើងមិនសម្លាប់អ្នកណានោះទេមកធ្វើជាសប្បាយចិត្តទៅលេងទៅលេងម៉ាក់អត់មកដល់ពេលណាទេលេងជួយទៅកុំអីកុំដល់ស្ងៀមស្អីច្នៃស្រាល្អមិនហឹងចាំហឹកស្រាពីណៃមែនទេហ៎បងស្រីធំក្រុងធំមកហាញមកក្នុងពិភពគុណវិញហើយម៉ែទីបំផុតមកបង្ហាញមកហើយទ្រាំលេងខ្លាំងមិនចាំបាច់ទ្រាំទៀតវ៉ាចោលមកសៀតតាមចាត់ការទៅទឹកដៃល្អឡាយស្អីអាប់ចូលទាំងអស់គ្នាទៅម៉ាក់មិនអាចសម្លាប់យើងទេនៅក្រុងនេះជាមានខ្នងបងឯងធំណាស់ខ្នងបងឯងធំតែមែនទេឯងនិយាយមកមិនបើនិយាយពួកឯងទៅភ័យបងធំរបស់យើងគឺឈិនធានមីងឈិនធានទៅហើយលើឈ្មោះបងធំរបស់យើងហើយមិនហ៊ានធ្វើស្អីយើងទេមែនទេមួយជីវិតនេះពីការអាប្អូនលុបលាងដូចចុះអេក្មួយស្រីឯងធ្វើអីនឹងក្រោកឡើងអ៊ំស្រីបងស្រីខ្ញុំពិតជាមិនដឹងត្រូវអរគុណអ្នកទាំងពីរយ៉ាងណាស់ទេតែបើគុំតែអ្នកទាំងពីរជួយទេខ្ញុំយើងជួយនាងមិនចង់បានគុណស្រីអ្វីទេត្រូវហើយមកអង្គុយសិនមកចាំខ្ញុំទៅចាក់ទឹកឲ្យនាងណាគ្រាន់បានតិចទេប្រឹក្សាខ្ញុំជួយនាងទៅសាលាវិញប៉ុន្តែបាទខ្ញុំចាក់ចេញទៅហើយវាមករំខានទាំងពីរគិតចឹងមិញ
អ៊ំស្រីបើក្រុមនោះមានអំណាចខ្លាំងណាស់ពួកគេមានក្នុងមកឯងនៅពីក្រោយបើសិនពួកគេត្រឡប់មកសងសឹកវិញនោះក្មួយស្រីឯងកុំបារម្ភអីណាឯងត្រឡប់ទៅរៀននៅសាលាដោយស្ងប់ចិត្តចុះមើលថែខ្លួនឯងឲ្យល្អពួកគេមិនទៅរកឯងយ៉ាងច្រើនមករកអ៊ំប៉ុណ្ណោះអ៊ំស្រីអ្វីដែលខ្ញុំបារម្ភគឺពួកគេមករកអ៊ំនឹងហើយអញ្ចឹងក្មួយកាន់តែមិនបាច់បារម្ភព្រោះមានមនុស្សខ្លះគឺតែងតែចង់មករកជើង20ឆ្នាំហើយគឺ20ឆ្នាំហើយ បងស្រីទី1លេចមុខម្ដងទៀតមេខ្លោងភពងងឹតនៃក្រុងហ្វឹងពេលនេះគឺឈិនធានមីងវាគឺជារឿងសំខាន់កាលពី20ឆ្នាំមុនបងស្រីទី1និងឈិនធានមីងមានចំណងស្នេហាជូរចត់ជាមួយគ្នាសិនហានគឺជាកូនស្រីរបស់ពួកគេសញ្ញាមរៀម9នេះមិននឹងអាចទៅរួចទៅមិនអាចទេរឿងមួយពិតជាទ្រាំលែងបានលោកម្ចាស់ឈិនបងធំក្របបាក់នៅក្រុងហ្វឹងបានមកដល់អស់ហើយល្អចាប់ផ្ដើមទៅមកជុំគ្នាអស់ហើយអញ្ជើញអ្នកទាំងអស់គ្នាមកថ្ងៃនេះមានរឿងមួយចំ5បងស្រីធំកាលពី20ឆ្នាំមុនបង្ហាញមុខវិញហើយឈិនធានមីងជួយនិយាយឲ្យច្បាស់បន្តិចហើយពួកយើងមកគឺចង់ស្វាគមន៍បងស្រីទី1ត្រឡប់មកវិញឬប្រឆាំងជាមួយគាត់ត្រូវធ្វើយ៉ាងម៉េចអាស្រ័យលើអ្នកទាំងអស់គ្នាហើយប៉ុន្តែខ្ញុំសូមរំលឹកបន្តិចគេមករករឿងជើងមុនផ្ដេសផ្ដាស់ពួកលោកគឺជាអ្នកបង្ករឿងមុនហើយបង្ខំឲ្យបងស្រីទី1ចេញមុខពេលនេះចង់ទម្លាក់កំហុសលើគាត់ទេឈិនធានមីងលោកធ្វើជាបងធំនៅក្រុងហ្វឹងជាង20ឆ្នាំមកនេះក្រុងហ្វឹងច្បោកច្បល់ដល់កម្រិតណាតើលោកហ៊ាននិយាយដែរទេថាមិនមែនមកពីលោកមុននៅនិយាយប្រយ័ត្នមាត់បន្តិចទៅព្រោះតែជុលមុខទៅឲ្យពួកឯងមកទីនេះកុំស្គាល់ទោះមិនស្គាល់គុណឲ្យសោះទាំងអស់គ្នាកុំទាន់ប្រកែកគ្នាអីលៀងស៊ីមនាងធ្វើល្អស្អីទៅខ្ញុំធ្លាប់បានឮថាកាលពី20ឆ្នាំមុននាងស្និទ្ធស្នាលជាមួយស៊ីនមីខ្លាំងណាស់ណានាងមើលខ្លួនឯងចុះតើនាងពេលនេះអាចជួយអ្វីបានខ្លះកូនត្រូវបានគេសម្លាប់ចំណែកឯប្តីប្រើអំពើហិង្សាលើនាងព្រោះតែអ្វីដែរទៅនាងសូម្បីតែប្រឆាំងក៏មិនហ៊ានផងគ្រប់គ្នាសូមស្ដាប់ឲ្យច្បាស់ពួកឯងសួរខ្លួនឯងទៅមើលតើពួកឯងមានអំណាចទៀតដែរទេនៅអាចយកលុយទៅការពារបានទៀតទេតើអ្នកណាអាចប្រៀបជាមួយជើងបាននោះអំណាចជារបស់ជើងបើពួកឯងមិនយល់ព្រមអញ្ចឹងប្រយុទ្ធស្លាប់រស់តែម្ដងទៅបានហើយយើងដឹងថាគ្រប់គ្នាមានកំណត់រៀងៗខ្លួនមិនអីទេយើងទុកពេលឲ្យគ្រប់គ្នាកិនថ្ងៃនេះប៉ុណ្ណឹងសិនចុះលោកម្ចាស់ឈិនខ្ញុំរំលឹកលោកបើលោកល្អជាមួយបងស្រីទី1បានពួកយើងនៅទទួលស្គាល់លោកតែបើឯងហ៊ានប្រើដៃជើងតំណែងបងធំនៅក្រុងហ្វឹងនេះឯងនឹងបាត់បង់ស្រីចង្រៃបើសិនមីងមិនស្លាប់ទីក្រុងហ្វឹងនឹងមិនបានសុខទេបានហើយឯងឆេវឆាវពេកហើយយើងមិនដែលនិយាយរកដំណោះស្រាយជាមួយនឹងសិនមីងទេលោកម្ចាស់តើបានន័យថាម៉េចពួកគេមិនងាយស្រួលប្រមាណទេឯងទៅរៀបចំប្រាក់មួយចំនួនមកយើងត្រូវការមិនតិចជា1លានទេត្រូវការប្រាក់ច្រើនយ៉ាងនេះធ្វើស្អីទៅត្រជាក់មុនហើយចាំក្តៅតាមក្រោយបើគេព្រមយកប្រាក់ហើយចេញទៅគ្រប់យ៉ាងនឹងត្រូវចប់ត្រឹមនេះបើមិនអញ្ចឹងទេយើងនៅមានផែនការផ្សេងទៀតលៀនគឺជាតួអង្គនៅក្នុងរឿងព្រេងដែលលាក់ខ្លួនជាច្រើនឆ្នាំមកហើយប៉ុន្តែជាធម្មតាលៀនជីឈូតែងតែបង្ហាញខ្លួនជារូបភាពជាសាស្ត្រាចារ្យសាកលវិទ្យាល័យពេលក៏ជាអ្នកតាមស្រឡាញ់សិនមីម្នាក់ដែរលោកប្រធានលៀនហេតុអីក៏រៀបចំខ្លួនបែបនេះធ្វើស្អីទៅឯងដឹងស្អី
នេះគឺជារឹកពីអ្នកប្រាជ្ញខ្ញុំបានលាឈប់ពីពិភពគុណយូរហើយឥឡូវខ្ញុំជាសាស្ត្រាចារ្យម្នាក់ តែនេះឈ្ងុយណាស់ម៉ាក់ភ្លក់តែ ផឹកចឹង បងមីអាហារខ្ញុំឮថាមានរឿងកើតឡើងតើមានរបួសដែរទី លោកគ្រូលីនលោកមកទៀតហើយខ្ញុំមិនអីនោះទេតែដៃរបស់ម៉ាក់ខ្ញុំត្រូវរបួសហើយ ត្រូវរបួសហ៎របួសត្រង់ណាទៅខ្ញុំមើលបន្តិច ខ្ញុំមិនអីទេគ្មានរឿងអីទេណាអាហានលោកគ្រូលីនយ៉ាងណាក៏ជាគ្រូរបស់ឯងដែរហេតុអីក៏ឯងទៅលេងសើចជាមួយនឹងគាត់បែបនេះ ម៉ាក់ខ្ញុំមិនមែនកំពុងបង្កើតឱកាសល្អឲ្យម៉ាក់ទេម៉ាក់មើលចោះគាត់យកចិត្តទុកដាក់នឹងម៉ាក់ណាលើថាម៉ាក់មានបញ្ហាភ្លាមមកដល់ផ្លែន ឯងទំនេរណាស់មែនទេបើទំនេរទៅជួយកំដរក្មេងស្រីម្នាក់នោះទៅនាងទើបរួចពីពួកជួយដុំមនុស្សមិនដឹងថាពិបាកចិត្តប៉ុណ្ណាទេខ្ញុំដឹងហើយម៉ែ អាហ្វីនៅក្រុងជាងឈឹងចង់មកជួបបងស្រីធំ ហើយជូប្រែប្រួលលឿនណាស់តើជាឈូលោកត្រឡប់ទៅវិញសិនចុះខ្ញុំមានរឿងត្រូវដោះស្រាយជាមួយពួកអ្នកលេង ពួកអ្នកលេងស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់បងនាំខ្ញុំទៅមើលគេទៅពួកអ្នកលេងស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់បងនាំខ្ញុំទៅមើលគេទៅ លោកគ្រូលីនលោកគ្រូជាអ្នករៀនសូត្រមានចំណេះខ្ញុំអាចវាយបាន5នាក់ចុះលោកគ្រូរឿងនេះទុកឲ្យខ្ញុំនិងម៉ាក់ចាស់លោកគ្រូទៅតាមផ្លូវក្រៅទៅ ត្រូវគេមើលងាយហើយតើនាងមែនទេតែគេល្បីថាជាបងស្រីធំនៅក្នុងពិភពគុណនោះសួស្តី ឯងជាអ្នកណា ខ្ញុំឈ្មោះហួរយ៉នហ្វីដោយសារតែបងប្អូនក្នុងសង្គមស្រឡាញ់រាប់អានទើបគេហៅថាបងហ្វីម្នាក់ដែលបងវាយឲ្យរបួសមុននេះគឺជាបងប្អូនរបស់ខ្ញុំ អញ្ចឹងឯងក៏មករករឿងពួកយើងមែនទេ អត់ទេមិនមែនទេមិនមែនអញ្ចឹងទេយកមកមួយលានជាន់ប្រាស់ទាំងអស់នេះបដូរជាមួយការសុំទោសម្ដាយកូនទាំងពីរ ពិតជាច្រើនណាស់ល្មមឲ្យខ្ញុំចាយ20ឆ្នាំ លុយរបស់ខ្ញុំច្រើនណាស់ប៉ុណ្ណឹងជារឿងតូចតាចក្រៅពីមកសុំទោសបងស្រីធំខ្ញុំក៏ចង់ជជែករឿងរកស៊ីជាមួយបងដែរថ្ងៃនេះក្រៅពីសុំទោសបងក៏ចង់និយាយរឿងចំនួនជាមួយបង ខ្ញុំ ដែរ គ្រាន់តែជាអ្នកលក់សាច់អាំងម្នាក់មានចំនួនអ្វីត្រូវជជែកជាមួយឯង ចំនួនរបស់ខ្ញុំមួយនេះងាយស្រួលបំផុតបងស្រីធំពិតជាអាចធ្វើបានប្រកបណាស់ សានិយាយមកមើល នោះគឺនាំកូនស្រីបងចេញពីក្រុងហ្វឹងទៅ ពិតជាងាយស្រួលមែនតើ ខ្ញុំប្រាប់ហើយតើងាយស្រួលបែបនេះបងប្រកាសជាអាចធ្វើបាន ពិតជាគួរឲ្យសោកស្ដាយណាស់ខ្ញុំធ្វើមិនបាន បងលីសូមគិតឲ្យបានច្បាស់លាស់នេះជាលុយ1លានជាន់ឯណោះបងទៅដល់ណាក៏អាចធ្វើឲ្យបងចាយក្នុងរយៈពេលធំដែរទោះបីជាបងមិនគិតគូរពីខ្លួនឯងក៏ត្រូវគិតគូរពីកូនស្រីរបស់បងដែរណាមួយជើងគួរយកលុយប្រហាក់ប្រហែលគ្នានាងមើលមកសម្លៀកបំពាក់ខ្ញុំហើយនៅមើលខ្លួននាងទៅមើល ទោះបីជាខ្ញុំស្លៀកពាក់ធម្មតាក៏ដោយតែយ៉ាងហោចណាស់ក៏មើលទៅដូចជាមនុស្សដែរមនុស្សខ្លះទោះជាស្លៀកពាក់ខោអាវ brand តែមើលទៅក៏នៅតែជាមនុស្សពេល អញ យ៉ាងម៉េចខ្ញុំមិនថាឯងផងខាងអ្វីទេ ល្អណាស់មើលទៅថ្ងៃនេះពួកនាងមិនចង់និយាយស្រួលពោះជាមួយជើងទេមែនទេ មានអ្វីត្រូវជជែកជាមួយពួកជួយដុំមនុស្សដូចជាឯងខ្ញុំធ្លាប់និយាយរួចហើយបើពួកចោលជួយដុំមនុស្សដូចជាពួកឯងមិនទាន់ងាប់អត់ទេខ្ញុំដាច់ខាតមិនចេញពីក្រុមខាងឡើយ បើមិនព្រមអញ្ចឹងកុំទៅទាំងអស់គ្នាទៅអញ្ចឹងពេលនេះយើងនឹងបញ្ជូនពួកឯងទៅឋាននរក បើអញ្ចឹងក៏សោក បងស្រីធំខ្ញុំដឹងថាបងប្រកែកវាយប៉ុន្តែបងគិតថាខ្ញុំមិនរៀបចំពីមុនមែនទេពួកឯងដល់ពេលហើយដល់ពេលដែលត្រូវយកអាវុធដែលលាក់ទុកចេញមកហើយ ម៉ែពួកអាសម្រាប់នេះទុកឲ្យខ្ញុំចុះ ខ្ញុំកំពុងជួបបញ្ហាបន្តិចមកទៅសាច់អាំងទៅ អូនស្រីមើលមួយនេះសមនឹងឯងណា ថ្លៃប្រហែល យន់ ត្រឹមតែ4យ៉ាត់បានហើយ លើមួយយន់ទេកុំតថ្លៃអី
ខ្ញុំយកលុយមកជំងឺកូនស្រី ចុះថោកតិចទៅ អញ្ចឹងមកពី3ទៅខ្ញុំបញ្ចុះតម្លៃឲ្យណាអាឡូយ៉ាងម៉េច អាឡូពេលនេះខ្ញុំទៅចិត្តដល់ហើយពេលនេះខ្ញុំជួបបញ្ហាបន្តិចបងធំ ថាម៉េច មកទៅលក់សាច់អាំងបន្តិចហើយចុះផ្ទះខ្លាញ់ឡើងលើភ្នំក៏ខ្ញុំត្រូវទៅដល់ដែរណែឯងនៅលក់ទៀតអត់ហ្នឹង បាត់តបហើយ ឡោបងស្រីមានអ្នកគេទេមកបងប្រាប់ថាមានអ្នកបង្កបញ្ហាឈ្មោះថាសិនមី ពួកដេរិឆានមករករឿងចាំមើលយើងនឹងចាត់ការពួកឯងទាំងអស់គ្នាឲ្យស្លាប់ អ្នកណាមកក៏គ្មានប្រយោជន៍ដែរថ្ងៃនេះនាងត្រូវតែស្លាប់នៅទីនេះបងប្អូនបង្ហាញឲ្យគេមើលឲ្យបានច្បាស់ទៅយកសម័យបងធំស្រីត្រូវផ្លាស់ប្ដូរហើយ អាដេរិឆានអញហ៊ានបង្ករឿងជាមួយបងស្រីធំផងហ៎ ជាតួល្ខោនសំអុយមកពីណាទីនេះគ្មានរោលល្ខោនទេបើមិនចង់ស្លាប់ក៏ចេញទៅ សេវឡនមានតែឯងម្នាក់ទេ បងស្រីធំកុំបារម្ភមិននឹងអាចមានតែខ្ញុំទៅបងប្អូនយើងកំពុងតែតាមរកបងហើយបងប្អូនស្រីស្វាគមន៍បងស្រីធំវិលចូលពិភពកូន ស្វាគមន៍បងស្រីធំ គួរអស់សម្លោចណាស់ហ៎ ក្រុមមនុស្សចាស់ជរាពីកាថែមទាំងអាអ្នកចម្រៀងល្ខោនម្នាក់ទៀតពួកឯងក៏មិនធូរដៃកុំចាត់ពួកនាងទាំងអស់នេះឲ្យវិនិច្ឆ័យទាំងអស់ទៅ បងប្អូនស្រីពួកអដេរិឆានទាំងនេះគិតថាយើងកាន់កបិតបង្កើតហើយបដៅពួកវាម្ដង ពួក ទៅ ឯងចូលភ្លាមទៅឲ្យលឿនឡើងសម្រាប់វាទៅ អាឡូកុំចឹងអីកុំធ្វើចឹងអីណាចាំខ្ញុំប្រាប់ទៅវិញពេលនេះខ្ញុំរវល់ពេញ អាចចម្រាំង ពួកអត់បានការក្រោកឡើងភ្លាមមកកុំចាត់ពួកវាអស់ទៅនាងចង់ធ្វើស្អីនឹងបងស្រីធំខ្ញុំដឹងខុសហើយនេះមិនមែនជាកំណើតរបស់ខ្ញុំទេ ត្រឡប់ទៅប្រាប់ឈិនធាននឹងវិញទៅមិនយូរទេយើងនឹងទៅសងអាដេរិឆាននេះទុកឲ្យពួកឯងហើយទុកជីវិតឲ្យគេផងណាឲ្យគេត្រឡប់ទៅប្រាប់ឈិនធាន អត់ទេបងស្រីអត់ទេកុំអត់ទេកុំសិនមិនដឹងថាការសងសឹករបស់ឈិនធានមីនឹងមិនអស់ឆាប់ឆាំបងស្រីធំត្រឡប់មកវិញហើយសិនមីនាងពិតជាសាហាវពេកហើយក្រៅពីសិនមីនៅមានម្នាក់ឯងថាម៉េចមានរឿងស្អីនាងមានកូនស្រីម្នាក់កូនស្រីគេជាកូនយើងត្រូវហើយគេជាកូនរបស់យើងនាងមិនដែលរៀបការមានប្តីទេលបគេជាមួយយើងតែម្នាក់គត់មានកូនស្រីនាងមិនអាចធ្វើអ្វីយើងបានទេលៀងស៊ីចាត់ការឲ្យលឿនបន្តិចសិនមិនរស់ឬស្លាប់មិនសំខាន់ប៉ុន្តែកូនស្រីនាងយើងចង់បានទាំងរស់ឯងសម្រាប់ឲ្យបានល្អចុះចិនធានមីងមានអំណាចខ្លាំងនៅក្នុងពិភពបងធំប៉ុន្តែប្រហែលឆ្នាំមកនេះគាត់គ្មានកូនសោះឥឡូវនេះគេដឹងថាខ្លួនឯងមានកូនស្រីម្នាក់គេនឹងរកគ្រប់វិធីដើម្បីដណ្ដើមកូនស្រីត្រឡប់មកវិញ
មិនបានជាឯងស៊ូម៉ាក់បែបនេះ ពេលនិយាយពីគេម្នាក់នោះម៉ាក់តែងតែប្រែទឹកមុខជានិញម៉ែខ្ញុំធំហើយរឿងខ្លះម៉ាក់អាចប្រាប់ខ្ញុំបានហើយខ្ញុំធំហើយរឿងខ្លះម៉ាក់អាចប្រាប់ខ្ញុំបានហើយកាលពី20ឆ្នាំមុនម៉ាក់ក៏ដូចជាអ៊ូលីលីនៅយប់នេះអញ្ចឹងមករៀនមហាវិទ្យាល័យនៅក្រុងហ្វឹងពេលនោះពិតជាល្អណាស់ក្រោយមកម៉ាក់ក៏ត្រូវពួកជួយដុំមនុស្សលួចតាកាលនោះលោហឹងជាមេក្រុងម៉ាក់ក៏ត្រូវគេលក់ទៅធ្វើជាស្រីកំដរនៅក្លឹបរាត្រីរបស់វាឈិនធីងមីងគឺជាកូនចៅរបស់លោហឹងដើម្បីបង្ខំម៉ាក់ឲ្យព្រមតាវាបានដាក់ស្ដាំម៉ាក់ធ្វើឲ្យម៉ាក់និងឈិនធីងមីងមានទំនាក់ទំនងជាមួយគ្នាម៉ាក់មិនអីទេរឿងកន្លងហួសច្រើនឆ្នាំហើយនិយាយចេញមកអត់ទេមិនអីទេណាមិនអីចំណែកឈិនធានមីងឈិនធីងមីងមួយនេះនេះគឺជាអាស័យដ្ឋានរបស់ឈិនធីងមីងម៉ាក់គិតថាឈិនធីងមីងឥឡូវនេះដឹងថាឯងជាកូនស្រីរបស់គេហើយម៉ាក់គិតហើយគិតទៀតថាគួរឲ្យអាស័យដ្ឋាននេះទៅឯងឬអត់ប៉ុន្តែម៉ាក់គិតថាទោះជាគេជាមនុស្សអាក្រក់ក៏ដោយក៏គេជាឪពុកបង្កើតឯងដែរឯងគួរតែរក្សាឱកាសនេះឯងគួរតែមានសិទ្ធិជ្រើសរើសខ្ញុំនឹងទៅរកគេត្រូវហើយម៉ាក់គោរពការជ្រើសរើសរបស់ឯង ប៉ុន្តែខ្ញុំចង់ឲ្យម៉ាក់ទៅជាមួយខ្ញុំដើម្បីសង្សឹងប៉ុន្តែខ្ញុំចង់ឲ្យម៉ាក់ទៅជាមួយខ្ញុំដើម្បីសង្សឹង សងសឹងឯងពិតជាមិនខ្វល់ពីគេពិតមែនទេ ម៉ាក់គឺម៉ាក់ជាអ្នកនិយាយតែទោះបីគេជាឪពុកបង្កើតខ្ញុំប៉ុន្តែជាការបង្ខំប៉ុណ្ណោះម៉ាក់តែជាអ្នកចិញ្ចឹមខ្ញុំឲ្យធំធាត់ធ្វើឲ្យជីវិតខ្ញុំមានន័យចំណែកគេនោះគឺជាអ្នកធ្វើឲ្យម៉ាក់ឈឺចាប់ជាស្ត្រីរបស់យើង ម៉ាក់ដឹងហើយណាម៉ាក់នឹងធ្វើជាម៉ាក់ល្អបំផុតរបស់ឯង កុំបារម្ភខ្ញុំមិនធ្វើឲ្យម៉ាក់ពិបាកដាច់ខាតលោកលឺអស់ហើយមែនទេ ខ្ញុំឈរស្ដាប់នៅមាត់ទ្វារស្ដាប់មិនសូវច្បាស់ទេ ជឿឈូថ្ងៃក្រោយលោកក៏មកកន្លែងខ្ញុំទៀតអី តើខ្ញុំធ្វើអ្វីខុសមែនទេ មិញនេះលោកក៏បានលឺហើយខ្ញុំមិនមែនជាជំរឿនល្អនោះទេខ្ញុំមិនស្អាត មានអ្វីមិនស្អាតស្អំទៅបងមីពួកជើអាយុប៉ុណ្ណេះអស់ហើយនៅខ្វល់ស្អីទៀត លោកទៅវិញចុះ បាទអញ្ចឹងនាងញ៉ាំអានេះទៅទាន់នៅក្តៅស្អែកនេះខ្ញុំមកទៀតលេងឈូសម្រាប់ចិត្តចេញអន្តរាគមន៍ហើយគ្មានអ្នកណាអាចប៉ះពាល់មនុស្សដែលគេស្រឡាញ់បានឡើយលោកប្រធានលីនរបាយការណ៍រួចហើយនេះគឺជាព័ត៌មានទាំងអស់របស់ក្រុមហ៊ុនសិនស៊ីក្រុមរបស់ឈិនធានមីល្អណាស់ចាប់ពីថ្ងៃនេះតទៅត្រូវចាត់ការពួកវាគ្រប់ទីកន្លែង
ធ្វើឲ្យពួកវាពិនិត្យ ម៉ែតាមពិតខ្ញុំគិតថាលោកគ្រូលីនក៏ជាមនុស្សល្អម្នាក់ដែរ ម៉ាក់ប្រកាសជាដឹងថាគាត់ជាមនុស្សល្អហើយអញ្ចឹងហើយទើបឲ្យគាត់ចាក់ចេញ ម៉ាក់ខ្លាចមានរឿងដល់គាត់មែនទេ គាត់ជាអ្នករៀនសូត្រម្នាក់មិនអាចមកពាក់ព័ន្ធនឹងចំនួនក្នុងពិភពបងធំបានទេអាឡូ បងស្រីជួយផង លាក់ស៊ីឯងកាត់អីនឹង សន្តាគារឆាន់ហួងបន្ទប់333ពួកវាចាប់ខ្ញុំពួកវានិយាយថាម៉ែខ្ញុំទៅជាមួយម៉ែ មិនបាច់ទេឯងនៅមើលហាក់ទេទុកចិត្តចុះលាក់ស៊ីលាក់ស៊ីសិនមីអានជួបគ្នាយូរហើយ ឈិនធីងប្រគល់លាក់ស៊ីឲ្យខ្ញុំវិញ យ៉ាងស៊ីនៅពីក្រោយខ្នងនាងហើយតើ លាក់ស៊ីនាង បងស្រី បងស្រីសុំតើខ្ញុំដើម្បីកូនស្រីរបស់ខ្ញុំ បានហើយឈប់ស្រែកទៅថ្នាំនេះខ្លាំងណាស់នាងស្ដាប់មិនឮទេ អ្វីដែលលោកឲ្យខ្ញុំធ្វើអស់ហើយចុះកូនស្រីខ្ញុំនោះលោកនឹងចង់ឲ្យខ្ញុំធ្វើអីទៀត ធ្វើស្អីទៀតយកទូរស័ព្ទសិនមីថតរូបនាងផ្ញើទៅឲ្យកូនស្រីរបស់នាងទៅ ហេតុអីក៏មិនធ្វើខ្លួនឯងទៅ បើមិនចង់ឲ្យកូនស្រីនាងកើតអីបញ្ញាប់ធ្វើវាទៅ មិនឆ្លើយបាត់ហើយទូរស័ព្ទក៏គ្មានអ្នកទទួលនៅគ្មានដំណឹងទៀតអាហារអំស៊ីអញក្រោកលឿនម្លេះចាំមកឯងនោះមិនតន់ក្រោកទៀតទេនេះជាម្ហូបដែលពួកយើងប្រមាណអ្នកខ្ចប់មកញ៉ាំជុំគ្នាយកមកឲ្យពួកឯងភ្លុះមិនសមអញពួកអមជុំគ្នាឯងអញ្ចឹងអមស្រីឡើងតែដែរទេគេមិនបានទៅទេប្តីគេមិនឲ្យគេត្រឡប់ទៅផ្ទះយប់ជ្រៅពួកអមជូនគេត្រឡប់ទៅវិញចុះត្រឡប់ទៅវិញទេអញ្ចឹងមិនក៏គាត់នៅសន្តាគារឆាន់ហួរទៅវិញម៉ាក់នាងមានរឿងអីហ្នឹងគឺអមស្រីឡើងក្បត់ហើយឯងនិយាយថាម៉េចអមស្រីស៊ីឥឡូវខ្ញុំត្រូវទៅសន្តាគារឆាន់ហួរអមជួយមកតបខ្ញុំផងអាហារឲ្យម៉ាក់យើងមកវិញ បើជាកូនដែលកើតចេញពីមេមន់ព្រៃមែនមានសុជីវធម៌សោះ ចង់ស្លាប់មែនទេ ជួបមុខឪពុកលើកដំបូងមានអាកប្បកិរិយាបែបនឹងផង យើងមិនខាត់ពេលជាមួយអញទេឆាប់ឲ្យម៉ាក់យើងមកវិញមិនអញ្ចឹងទេយើងនឹងវាយរហូតតតែឯងព្រម យើងដឹងថាឯងពូកែវាយតបណាស់តែបើសិនមីនៅក្នុងបន្ទប់នេះមិនគ្មានអ្នកណាអាចការពារនាងបានទេមើលទៅក្រៅបង្អួចទៅសិនមីគឺនៅក្នុងឡាននោះតែបើឯងព្រមតាមលក្ខខណ្ឌជើងនៅលេងមនុស្សមិនអញ្ចឹងឲ្យតឡានចេញទៅម៉ារបស់ឯងប្រកាសជាស្លាប់ ឯងចង់បានអីឲ្យប្រកប ត្រឡប់មកនៅជាមួយជើងវិញឲ្យជើងចិញ្ចឹមអប់រំ អប់រំយើងហ្នឹងឯងឲ្យយើងហៅចៅថាប៉ាអញ្ចឹងឯង ក្រុមហ៊ុនសិនស៊ីរបស់យើងគ្មានមុខរបរទុច្ចរិតទេនៅជាមួយយើងឯងនឹងទទួលគ្រប់យ៉ាងដែលឯងចង់បានលុយដែលឯងចាយរាប់សែនសុទ្ធតែលុយល្អស្អាតស្អំ ក្រុមហ៊ុនឯងគ្មានមុខរបរទុច្ចរិតប៉ុន្តែឯងបណ្ដោយឲ្យកូនចៅដែរជួយដោះមនុស្សទៅវិញឯងពិតជាគិតគូរបានល្អមែន ឯងចង់និយាយស្អីតាមចិត្តតែលុនដែលឯងបកាយមិនបានយើងផ្ដល់ជីវិតល្អឲ្យឯងល្អជាងនៅជាមួយស៊ីមី ជីវិតល្អប្រសើរឯងជីវិតល្អប្រសើរនោះជាស្អីទៅអំណាចបន្សាលុយកាក់ឯង ឯងមិនចង់បានទេមែនទេ ឯងចង់ឲ្យយើងមកនៅជាមួយឯងមិនដឹងទេឯងថាឯងជាមនុស្សសាហាវប៉ុណ្ណានោះ បានហើយឲ្យតែយើងផ្ញើសារតែបន្តិចឡាននឹងចេញដំណើរភ្លាមពេលឡានចេញដំណើរយើងមិនធានាថាពួកវានឹងធ្វើអ្វីនោះទេ
យើងសួរឯងលើកចុងក្រោយតើឯងព្រមនៅជាមួយយើងដែរទេបើឯងយល់ព្រមនឹងទទួលបានអ្វីគ្រប់យ៉ាងមានអ្វីត្រូវគិតទៀតទៅឯងកុំយកសមទោះបីជាយើងត្រូវស្លាប់ក៏មិននៅជាមួយមនុស្សអាក្រក់ដូចជាឯងដែរបើកឡានចេញទៅបើកទៅទន្លេឆាងជាងកប់សៀវវិញទៅរស់ទៅឯងបាត់បង់ឱកាសជួបម្ដាយឯងហើយម៉ាក់ឯងត្រូវស្លាប់ដោយសារតែឯងម៉ាក់យើងគឺយើងជាអ្នកជួយឯងឈួតហើយបើឯងលូតចុះប្រកាសជាស្លាប់ម៉ាក់បានការពារកូន20ឆ្នាំហើយថ្ងៃនេះទុកឲ្យកូនជាអ្នកការពារម៉ាក់ណែមិនក៏មិនឆាប់លើកឡើងឡានមកឆាប់ទៅសៀវហានឡើងមកពេលនេះបងធំកំពុងជួបគ្រោះថ្នាក់ទៅជួយមនុស្សជាមួយខ្ញុំបងប្អូនដេញតាមឡានខាងមុខឲ្យទាន់កុំឲ្យរត់រួចអសោះលបងឈិនពួកជាមិនអាចទៅណាបានទេពួកគេឡំពាត់ជើងហើយចឹងរៃជោមិនមិនពិតជាមានអំណាចមែនលុបរំដៅនោះចោលទៅពួកយើងជិះរំដៅទីនោះជួហើយលុបវិញមិនបានទេមិនបាច់លុបទេយើងមានវិធីដោះស្រាយហើយដើមឡើយចង់ដឹកនាងទៅផ្ទះរួចហើយចាំដាក់ចូលមកជួយតែពីនេះមានតែធ្វើបែបនេះទេការពារជាប់ឆាន់ធានមីងអាសត្វដេរិឆានមនុស្សនៅទីនេះហើយប៉ុន្តែអ្នកទាំងពីរនៅក្នុងស្ថានភាពបែបនេះខ្លាចថាมันអាចចេញទៅរួចនោះទេត្រូវដំដៃគោចិត្តបែបនេះទោះបីជាទេវតាក៏មិនអាចគាស់បានដែរអាសត្វដេរិឆានពួកឯងអាចប្តឹងប៉ូលីសបានស្រែកហៅអ្នកណាក៏បានដែរប៉ុន្តែមិនមិនខ្វះខ្យល់ដង្ហើមស្លាប់ជួហើយឯងគ្មានម៉ាក់ទៀតទេគឺយើងញាតិរបស់ឯងតែម្នាក់គត់មិនអាចទេម៉ាក់ខ្ញុំស្លាប់ទេម៉ាក់មិនអាចស្លាប់ទេម៉ាមើលតាមកម្លាំងបែបនេះសិនមិនប្រហែលជាមិនទាន់ស្លាប់ទេឯងស្លាប់មុនហើយសិនមិនសមឲ្យឯងធ្វើចឹងដែរទេឆាន់ធានមីងយើងនឹងសម្លាប់ឯងម៉ាក់ថ្ងៃនេះខ្ញុំមិនអាចជួយសងសឹកឲ្យម៉ាក់បានខ្ញុំក៏មិនរត់ដែរជាតិក្រោយពួកយើងជួបគ្នាទៀត
សិវហាសិវហានអើយសិវហានសិវហាន សិវហានសិវហានសិវហានកូនស្រីសិវហាន ម៉ែតើម៉ាក់មែនទេកូននឹងជួយម៉ាក់ មកឯងឈប់ថ្មឹងស្អីទៀតតាមសម្រាប់វាទៅអើយ ជួយមកខ្ញុំផង បាននៅតែបាត់នេះទៀតខ្ញុំប្រកាសជាហូរអស់ពីខ្លួនហើយ បើជួយមកខ្ញុំមិនបានទៀតខ្ញុំដាច់ខាតមិនចោះចាញ់ឡើយ អត់ចិត្តមែនយើងលែងអត់ធ្មត់ទៀតហើយបើឯងចង់ងាប់យើងនឹងឲ្យឯងងាប់កុំស្ដាយក្រោយឲ្យសោះសម្រាប់វាទៅ គឺឯងជាអ្នកធ្វើឲ្យកូនយើងទៅជាបែបនេះចិនធៀងមីងយើងនឹងសម្លាប់ឯង ចិញ្ចឹមពួកឯងបំបងបាយមែនឆាប់សម្រាប់ពួកវាទៅ កុំចូលមកសិនមីបើនាងចូលមកយើងប្រកាសជាបាញ់នាងហើយសិនមីបើនាងចូលមកយើងនឹងបាញ់នាងហើយ ហើយក្រោយ ល្អណាស់ពេលនេះហើយឯងនៅចង់ការពារនាងទៀតយើងពមៀនឯងនេះជាឱកាសចុងក្រោយហើយបើឯងចង់នៅជាមួយយើងនឹងមិនសម្លាប់គេនោះទេប៉ុន្តែនាងត្រូវតែពិការក្រុងហ្វឹងមិនមានអ្នកជំទាស់នោះទេ ចង់ប៉ប៉ម៉ាក់របស់យើងលោកត្រូវតែរំលោភសាកសពយើងសិនទេ សិវហាន ម៉ាក់ ល្អខ្លាំងណាស់មានអ្វីត្រូវនិយាយទៀតទេកូនស្រីមិនទទួលស្គាល់ឪពុកទោះក៏វាគ្មានប្រយោជន៍ដែរ ឆាន់ធីនមីងឯងគិតថាយើងស្លាប់ហើយមែនទេ នាងចង់ស្លាប់តែមែនទេ ត្រូវហើយយើងឮថាឯងក៏ជាអ្នកលេងល្ខោនដែរមែនទេបងស្រីធំរបស់នាងពេលនេះទំបីតែកម្រើក៏មិនហ៊ានផងត្រឹមតែសម្ដែងល្ខោនតើអាចធ្វើស្អីយើងបានទៅ ប្រហែលយើងជាអ្នកលេងល្ខោនថ្ងៃនេះខ្ញុំនឹងបង្រៀនឯងពាក្យស្លោកមួយរបស់រោងល្ខោនសម្ដែងគឺខ្លាំងប៉ុន្តែនេះគុណជាវិជាពិត តើពួកនាងចង់ធ្វើស្អីយ៉ាងណាពួកយើងជាគ្រួសារតែមួយនាងមិនអាច ស
បងមែនខ្ញុំជូនពួកបងទៅមន្ទីរពេទ្យមិនបាច់ទេអ៊ំស្រីស៊ីអ៊ំត្រឡប់ទៅវិញមុនចាខ្ញុំត្រូវទៅមើលហាងទៀត កុំបារម្ភអីមានខ្ញុំនៅខាង ប៉ុន្តែ បងស្រីធំអ្នកនេសិនពួកយើងជាគ្រូពេទ្យមកពីមន្ទីរពេទ្យឯកជនហៃសឹងមកទទួលអ្នកទាំងពីរទៅព្យាបាល ពួកបងហាឡានពេទ្យពីកាលមន្ទីរពេទ្យឯកជនហៃសឹងគឺជាមន្ទីរពេទ្យដែលថ្លៃបំផុតនៅក្រុងហ្វឹងពួកយើងគ្មានលុយទេ ថ្លៃព្យាបាលមានគេបោះរួចហើយសូមអញ្ជើញឡើងឡាន អញ្ចឹងរឿងនេះចម្លែកខ្លាំងណាស់ម៉ាក់ថាតើជាអ្នកណាទេ ម៉ាក់ក៏មិនដឹងដែរមិញនេះសៀវលៀងទូរស័ព្ទមកថានៅតូបលក់ក៏មានគេកាពីឲ្យដែរ ម៉ាក់គាត់ថាជាល្បិចឆាន់ធានវិញដែរទេ ឥឡូវនេះក៏មិនទាន់ច្បាស់ អ្នកទាំងពីរកំតានតឹងខ្ញុំគឺជាគ្រូពេទ្យព្យាបាលអ្នកទាំងពីរឈូចិនឈឹងម្នាក់នេះគឺជាអ្នកជំនាញអាហារូបត្ថម្ភដែលហៃសឹងរៀបចំមើលថែអ្នកទាំងពីរ លោកគ្រូពេទ្យឈូតើខ្ញុំអាចដឹងបានទេថាអ្នកណាជាអ្នកជួយពួកយើង អ្នកទាំងពីរជាអ្នកពិភពគុណការព្យាបាលអ្នកទាំងពីរគឺជាកិត្តិយសរបស់ហៃសឹងណាហេតុនេះអ្នកទាំងពីរមិនចាំបាច់បារម្ភស្អីទេសម្រាប់ព្យាបាលឲ្យស្ងប់ចិត្តចុះ រួចរាល់ហើយអ្នកទាំងពីរអញ្ជើញពិសា ឈប់សិន បងស្រីមានការអ្វីមែនទេ តើឯងជាអ្នកណាឲ្យប្រកាន់ឯងប្រកាសជាមិនមែនគ្រូពេទ្យទេ បងស្រីលេងសើចពេកហើយ នៅលើដៃរបស់ឯងមានស្នាមសាក់គ្រូពេទ្យឯណាគេមានសាក់ ពួកយើងជាពេទ្យឯកជនរឿងនេះច្បាស់ជាគ្មានបញ្ហាទេ ដោះសានៅចេះក្បាច់គុណថែម បងស្រីម៉ាបងស្រីធំអ្នកនាងសិនអ្នកទាំងពីរមានរបួសសម្រាប់សិនទៅ សម្រាប់អីមើលទៅជាការខំខ្លួនច្រើនជាង ពួកយើងមិនមែនអញ្ចឹងទេអ្នកទាំងពីរមានសេរីភាពគ្រាន់តែបើតកែខ្ញុំដឹងថាអ្នកទាំងពីរមានគ្រោះថ្នាក់ខ្ញុំប្រកាសជាស្លាប់មិនខានទេ ថៅកែរបស់ពួកឯងជាអ្នកណា អ្នកទាំងពីរសម្រាប់ទីនេះសិនចុះពេលដែលតកែខ្ញុំទំនេរនឹងមកជួបអ្នកទាំងពីរ កុំអី ម៉ាក់ ទីនេះជាកន្លែងរបស់ពួកវាយើងកំពុងមានរបួសកុំតតាំង ម៉ាក់ហ៊ានញ៉ាំមែនទេ ទម្រាំតែជានៅយូរទៀតបើមិនញ៉ាំយ៉ាងមិននឹងមានកម្លាំងទេ มันខ្លាចពួកវាលួចដាក់ថ្នាំទេ មន្ទីរពេទ្យនេះធំខ្លាំងណាស់បើម៉ាក់ស្លាប់នៅទីនេះនឹងមានរឿងធំហើយពួកគេមិនហ៊ានទេ ម៉ាក់មិនមែនទេម្ហូបទាំងនេះសុទ្ធតែជាម្ហូបដែលពួកយើងចូលចិត្ត ម្ហូបដែលពួកយើងចូលចិត្តម្នាក់នោះពិតជាស្គាល់យើងច្បាស់ លោកប្រធានសិនរឿងដែលបង្ក្រាបពេញទីក្រុងធ្វើឲ្យផ្អើលខ្លាំងណាស់ពួកយើងត្រូវគេស៊ើបអង្កេតហើយមានមនុស្សច្រើនណាស់ដែលត្រូវពាក់ព័ន្ធនៅពេលនេះបងប្អូនគ្រប់តំបន់មិនអាចធ្វើអ្វីបានទេត្រូវហើយក្រុមហ៊ុនហ្វានសឹងបានឆក់ឱកាសនេះរឹបអូសយកទ្រព្យសម្បត្តិរបស់យើងមួយភាគធំខាតបងប្រហែលជារាប់ពាន់លានយួនថាម៉េចចង្រៃយោលោកប្រធានឈឹងលោកកំខឹងអីប្រយ័ត្នពីសុខភាពផងទៅសុទ្ធតែមកពីស្រីថោកទាបសិនមិននោះទាំងអស់ពេលនេះនាងណែណាទៅខ្ញុំឮថានាងហើយនឹងកូនស្រីកំពុងតែសម្រាប់ព្យាបាលនៅហៃសឹងឆាប់ទៅមន្ទីរពេទ្យសម្លាប់ទាំងពីរនាក់ទៅសម្លាប់ទាំងពីរនាក់ទៅបានខ្ញុំនឹងរៀបចំឥឡូវនេះ ថៅកែលាក់មុខម្នាក់នេះយកចិត្តទុកដាក់ណាស់ទៅ ម៉ាក់គាត់ថាគេចង់បានអ្វីឲ្យប្រកនហ៊ានចំណាយទុនច្រើនថ្នាក់នេះ អ្នកស្រីអ្នកនាងរៀបចំរួចរាល់ហើយពួកយើងលាទៅវិញហើយ ម៉ាក់មិញនេះពួកគេហៅយើងថាម៉េច ថ្ងៃនេះជាការគួរសមរបស់មន្ទីរពេទ្យឯកជនទីដឹងអី អ
សុំទោសផងច្រឡំបន្ទប់ខ្ញុំច្រឡំ មែនទេម៉ាក់បន្ទប់របស់យើងមានតែមួយគាត់ក្នុងមន្ទីរពេទ្យនេះទោះជាអ្នកមកសួរសុខទុក្ខក៏មិនអាចច្រឡំបន្ទប់ដែរមិនមែនទេម៉ាក់បន្ទប់របស់យើងមានតែមួយគាត់នៅក្នុងមន្ទីរពេទ្យនេះទោះជាមានអ្នកមកសួរសុខទុក្ខក៏មិនអាចច្រឡំបន្ទប់បានដែរ ម៉ាក់មើលទៅមានមនុស្សចង់មកសម្រាប់ពួកយើងពីរនាក់គេមកដើម្បីកំណត់ទីតាំងតែប៉ុណ្ណោះ ពួកយើងត្រូវតែចាក់ចេញ លោកប្រធានលីនពួកគេចង់លួចរុនពីអ្នកម្ដាយកូននេះក៏ប្រយ័ត្នប្រយែងជ្រុលលោកប្រធានមិនចង់ប្រាប់ពួកគាត់ដោយផ្ទាល់ទេមិនតាន់ទេណែនោះជាណាឆាប់នាំគ្នាទៅជួយគេទៅបាទទើបត្រកឃើញពេលនេះរត់បាត់ហើយតើធ្វើយ៉ាងម៉េចរត់បាត់កាន់តែល្អនាងគេរត់ឯងក៏ប្រញាប់ធ្វើសកម្មភាពខ្ញុំនឹងឲ្យមនុស្សទៅជួយឯង ឯងគិតថាគេឲ្យពួកយើងព្យាបាលនៅទីនេះជាល្បិចឈិនធីមីទេ មិនដូចទេឆាន់ធីនមីងមិនចាំបាច់ប្រើកម្លាំងបែបនេះទេប៉ុន្តែមនុស្សឈុតខ្មែរមិញនេះច្បាស់ជាមិនល្អឡើយ អ្នកណាល្អណាស់ពិតជាលឿនក្រាត់ក្បាលល្អពិតជាលឿនក្រាត់ក្បាល លោកម្ចាស់ឈិនសួរសុកទុកនាង ពិតជាគេមែនយ៉ាងម៉េចវាបបាក់ជើងគេហើយនៅមិនទាន់គ្រប់ទេគេចង់វេទនាថែមទៀតនេះ ជាច្រើនណាស់ ពិតជាต้องស្លាប់មែនហើយ មកលឿនមែនម៉ាក់តើមុនទេតោះខ្ញុំទៅ ឯងរបបព្រោះជួយម៉ាក់ម្ដងហើយបាត់ទៅត្រូវទៅជាមួយគ្នា កុំខាតពេលអីព្រោះនាងគ្មានអ្នកណារត់រួចឡើយតែតែងាប់នៅទីនេះអ្នកដែលត្រូវស្លាប់គឺពួកឯងទេ លោកគ្រូពេន មិនបានជាពួកគេមកទីនេះចង់មកស្ទាក់ផ្លូវយើងនេះត្រូវតែបដូរជីវិតហើយ អ្នកនាងមិនបាច់បដូរជីវិតទេខ្ញុំជាគ្រូពេទ្យម្នាក់ខ្ញុំទ្រាំមើលមនុស្សល្អបដូរជីវិតមិនបានទេប៉ុន្តែបើបដូរជាមួយនឹងមនុស្សអាក្រក់នោះខ្ញុំពិតជារីករាយខ្លាំងណាស់គ្រូពេទ្យដូចជាពួកឯងនេះក៏ហ៊ានលូកដៃដែរពួកឯងកុំបទូដៃសម្រាប់ទាំងអស់ទៅអ្នកណាថាគ្រូពេទ្យមិនចេះសម្រាប់មនុស្សនោះបងប្អូនចាត់ការទៅ បងស្រីធំលើកនេះគួរតែជឿជាក់លើពួកយើងហើយមែនទេបងស្រីធំលើកនេះគួរតែជឿជាក់លើពួកយើងហើយមែនទេ តើពួកឯងជាអ្នកណាឲ្យប្រ ប្រកាសជាអ្នកមកជួយបងស្រីធំហើយនៅក្រុងហ្វឹងក្រៅពីលូហ្វឹងនិងឈិនធីនមីងដែលប្រឆាំងជាមួយបងស្រីធំនៅមានអ្នកផ្សេងទៀតដែលមកជួយបងស្រីធំវាក៏មិនចម្លែកដែរត្រូវទេ ឯងថែមទាំងស្គាល់លោហឹងនិង បង ឈិន ស្រី ធី ធំ មី របួសនៅមិនទាន់ជានៅឡើយទេពួកយើងត្រឡប់ទៅបន្ទប់ចាំនិយាយគ្នាទៀតណាលោកប្រធានឈិនបងប្អូនយើងពីរនេះម្នាក់ក៏មិនសល់ដែរចង្រៃយោពួកអត់បានការតើគ្រូពេទ្យទាំងអស់នោះច្រើនឆ្នាំមកហើយនៅតែមិនចេះទប់អារម្មណ៍ដដែលបងលោមិនក៏បោះមកវិញបើជាមិនត្រឡប់មកវិញទេឯងត្រូវស្រីនោះលេងសើចរហូតដល់ស្លាប់ផងក៏មិនដឹងបើដឹងថាឯងអត់ប្រយោជន៍បែបនេះកាលនោះជាមិនប្រគល់ក្រុងហ្វឹងឲ្យឯងទេបងធំរឿងនេះមិននឹងឯងបន្ទោសខ្ញុំទៅស្រីនោះទោះសម្លាប់យ៉ាងណាក៏មិនស្លាប់ដែរនាងដូចជាបិសាចអញ្ចឹងឆ្នាំមុននេះឯងនៅតែអត់ប្រយោជន៍ទៀតអ្នកណាថាចង់សម្លាប់មនុស្សទាល់តែកាប់ចាក់យើងមានវិធីដោះស្រាយជាមួយនាង លោកធ្លាប់ធ្វើជាបេតាហ៊ាននេះថាការរបស់លោកពិតជាចិត្តទលីងណាស់លោកមិនត្រឹមតែធ្វើគ្រូពេទ្យទេថែមទាំងធ្វើអង្គរៈ ថាការរបស់យើងជាមនុស្សនៅក្នុងសង្គមងងឹនជាមិនផុតពីមានសត្រូវទេមានខ្ញុំនៅទីនេះមានសុវត្ថិភាពណាស់ ពេលនេះប្រាប់បានហើយនឹងថាការរបស់លោកជាអ្នក បងស្រីធំរឿងតកែពួកយើងគាត់ចង់ប្រាប់បងដោយផ្ទាល់ប៉ុន្តែខ្ញុំជឿថាបងស្រីធំជាមនុស្សឆ្លាតប្រហែលជាអាចទាយត្រូវបងស្រីធំអ្នកនាងអានអ្នកទាំងពីរសម្រាប់ឲ្យស្រួលចុះ ម៉ាក់ទេដឹងថាម្នាក់នោះជាអ្នកណាហើយមែនទេ ម៉ាក់នឹងទៅសួរគេដោយផ្ទាល់ បងស្រី
អាហានពួកនាងត្រឡប់មកវិញហើយមិនកើតអីទេ ម៉ាក់មើលតែលោករលីនមកលងលោមម៉ាក់ទៀតហើយ អាហានកូនមិនទិញម្ហូបសិនទេម៉ាក់មានរឿងត្រូវនិយាយជាមួយលោកគ្រូលីនអាហានកូនទៅទិញម្ហូបសិនទេម៉ាក់ត្រូវនិយាយជាមួយលោកគ្រូលីន លោករលីនបន្តិចទៀតទោះជាម៉ាក់ខ្ញុំសួរអីលោកត្រូវតែនិយាយការពិត អ លោកគ្រូលីនអញ្ជើញអង្គុយស្រេចទឹកហើយមែនទីញ៉ាំតែមកពេញសិនទេ បងស្រីបងធ្វើស្អីហ្នឹងខ្ញុំសម្អាតបន្តិចសិន មើលទៅលោកមិនដូចជាសាស្ត្រាចារ្យនោះទេស្និទ្ធគុណល្អដល់ថ្នាក់ បងស្រីបងទើបតែជាសះស្បើយកុំធ្វើបែបហ្នឹងអី ត្រូវតែផ្ដល់ការបកស្រាយដល់ខ្ញុំមួយត្រូវតែផ្ដល់ការបកស្រាយដល់ខ្ញុំ បងស្រីខ្ញុំបានធ្វើអីបងទៅមិនក៏ខឹងខ្ញុំយ៉ាងនេះ លោកគ្រូលីនលេចកន្ទុយហើយនៅចង់សម្ដែងទៀតទេ មានន័យថាម៉េច លោកគ្រូលីនមិនស្គាល់ខ្លួនឯងមែនទេ មិនដឹងពិតមែន ពីថ្ងៃដែលខ្ញុំរងរបួសលោកគ្រូលីនបានរៀបចំយ៉ាងល្អឲ្យខ្ញុំនៅថាមិនដឹងខ្លួនទៀត ខ្ញុំពិតជាមិនដឹងថាបងនិយាយអ្វីទេបងស្រីហើយខ្ញុំមកចាត់ការមែនទេនេះ ការចាត់ការគឺជាការហៅចំពោះមិត្តភក្តិពួកយើងសូម្បីតែការទុកចិត្តគ្នាក៏គ្មានផងនៅចង់សហការអីទៀត បងស្រីថ្ងៃនេះប៉ុណ្ណឹងចុះខ្ញុំមិនរំខានបងទេស្អែកចាំខ្ញុំមកទៀត កុំតន់ទៅ បងស្រីជាអ្នកលេងមែនទេ ខ្ញុំមិនចូលចិត្តឲ្យគេបោកប្រាស់ខ្ញុំ អប្រយោជន៍បងស្រីខ្ញុំពិតជាមិនបានបោកប្រាស់បងទេ បាញ់ចឹកបកស្រាយឲ្យច្បាស់ទៅ ខ្ញុំកាលនៅសាកលវិទ្យាល័យបានហាត់ក្បាច់គុណពួកជាអាយុប៉ុណ្ណឹងហើយហាត់ប្រាណជារឿងល្អណាស់ លោកនៅតែដោះសារទៀត លោកគ្រូលីនយកចិត្តទុកដាក់នឹងវ៉ែនតារបស់ខ្លួនឯងម្លេះ ព្រោះមញោភ្នែកខ្លាំងបើគ្មានវ៉ែនតាខ្ញុំដូចជាភ្នែកខ្វាក់អញ្ចឹង កញ្ចក់វ៉ែនតាមកញប់ភ្នែកមិនក៏អន់បែបនេះតើលោកចង់លាក់បាំងមុខមាត់ពិតរបស់លោកពិតប្រាកដមែនទេ បងស្រីរឿងខ្លះវាមិនទាន់ដល់ពេលទេ អ្នកទាំងពីរធ្វើអីហ្នឹងម៉ាក់លោករលីនខ្ញុំបានឃើញអ្នកទាំងពីរហើយ អាហានកុំនិយាយផ្ដេសផ្ដាស់ អាហានកុំយល់ច្រឡំខ្ញុំនៅមកឯង អាយ៉ាសត្វតែមនុស្សពេញវ័យហើយតាមពិតអ្នកទាំងពីរធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំចិត្តមានប៉ាហើយ លោកគ្រូលីន អូ លោកត្រឡប់ទៅវិញសិនចុះរឿងយើងចាំនិយាយពីក្រោយ បងស្រីខ្ញុំមិនចង់លាក់បាំងដល់បងទេរឿងដែលបងចង់ដឹងមិនយូរទេនឹងបានដឹងហើយ ម៉ាក់គាត់នៅតែមិនព្រមនិយាយមែនទេគាត់នៅតែមិនព្រមនិយាយមែនទេកាន់តែបែបនេះគាត់កាន់តែជាមនុស្សដែលមានឥទ្ធិពលខ្លាំងប៉ុន្តែហេតុអីបានជាគាត់ត្រូវលាក់បាំងនឹងពួកយើងទៅវិញ ប្រហែលជាមកពីឋានៈខុសគ្នាខ្លាំងគិតថាពួកយើងចង់តោងគេទៅដឹង ខ្ញុំគិតថាលោកគ្រូលីនមិនមែនជាមនុស្សអញ្ចឹងទេ បងស្រីធំអ្នកនាងសិនហាន លោកគឺ លោកប្រធានសិនឲ្យខ្ញុំផ្ញើសួរសុខទុក្ខអ្នកទាំងពីរ ឯងនៅតែមករកក្តីស្លាប់ទៀតទេ អ្នកនាងសិនហានកុំយល់ច្រឡំអីខ្ញុំមិនមែនរករឿងទេគឺមកនិយាយពីចំនួនតើ ដល់ដំណាក់កាលនេះហើយ
នៅមានស្អីត្រូវនិយាយទៀ កាល ត ពីមុនលោកប្រធានឈិនធ្លាប់ឲ្យប្រាក់1លានដល់អ្នកទាំងពីរដើម្បីចាក់ចេញពីក្រុងហ្វឹងឥឡូវនេះដើម្បីបង្ហាញពីចិត្តស្មោះពួកយើងបន្ថែមរហូតដល់5លានយ៉ាងម៉េចដែរ ខ្ញុំចាំថាខ្ញុំក៏ធ្លាប់និយាយដែរបើពួកអាក្រក់ដូចជាពួកឯងមិនទាន់ស្លាប់ផុតពូខ្ញុំក៏មិនចេញជាដាច់ខាន បងស្រីធំកុំបញ្ញាប់បដិសេធអីមើលឯកសារមួយច្បាប់នេះទៅចាំនិយាយគ្នាទៀត ពួកឯងមនុស្សគ្មានចិត្ត ក្រុមហ៊ុនឈិនស៊ីគ្រប់ចំណាយលុយច្រើនណាស់សម្រាប់ទិញផ្លូវមួយខ្សែនេះតម្រូវឲ្យអ្នកលក់ដូរទាំងអស់រើចេញក្នុងរយៈពេល1ថ្ងៃឥឡូវនេះធ្វើជើងបានរើចេញអស់ហើយសល់តែពួកនាងតែប៉ុណ្ណោះ ចុះបើពួកយើងមិនរឹកចេញ បើព្រមរើក្រុមហ៊ុនឈិនស៊ីគ្រប់នឹងផ្ដោតសំណងតែបើមិនព្រមរើទេបើអញ្ចឹងពួកយើងនឹងបើអិចមកហើយទោះបីជាស្នៀតគុណរបស់អ្នកទាំងពីរល្អពូកែប៉ុណ្ណាក៏ដោយក៏មិនអាចប្រយុទ្ធជាមួយគ្រឿងចាក់បានដែរ ពួកយើងទៅណាក៏មិនសំខាន់ដែរប៉ុន្តែការដែលតូបនេះត្រូវគេកំទេចគឺដូចជាតែ អ្នកទាំងពីរសម្រេចចិត្តឲ្យបានច្បាស់ទៅ ល្អឥឡូវនេះយើងនឹងផ្ដោតចម្លើយឲ្យឯងចុះ អ្នកទាំងពីរនៅវិនារកចាំវាមកកំទេចទៅ លោកប្រធានលីនមើលទៅពួកវាចាប់ផ្ដើមហើយចំណាយទុនធំដល់ថ្នាក់នេះមើលទៅលួហ្វឹងត្រឡប់មកវិញហើយពួកយើងមិនចាំបាច់សម្ដែងទៀតទេពេលវេលាល្អបានមកដល់ហើយពេលវេលាល្អបានមកដល់ហើយលោកប្រធានលីនលោកលាក់មុខជាច្រើនឆ្នាំមកនេះលើកនេះពិតជាចង់ចេញមែនទេចាប់តាំងពីថ្ងៃដែលបងស្រីបង្ហាញមុខគឺត្រូវបានកំណត់ថាក្រុងហ្វឹងនឹងត្រូវផ្លាស់ប្ដូរទៅហើយ ពួកវាមិនបានកុហកទេផ្លូវនេះត្រូវពួកវាបោះសម្អាតរួចរាល់ហើយគ្មានមនុស្សមកញ៉ាំសូម្បីម្នាក់ ម៉ាក់ប៉ាត់ជាមិនហៅពួកបងប្អូនរបស់ម៉ាក់មកទេ នេះជារឿងពួកយើងនឹងឈិនធៀងមីងកុំឲ្យពួកគេមកផ្សងគ្រោះថ្នាក់អី ខ្ញុំយល់ហើយម៉ែទោះជាមានរឿងអ្វីក៏ដោយខ្ញុំនៅក្បែរម៉ែ អាឡានមិនក៏មកទីនេះ បងធំបងធ្វើអញ្ចឹងមិនត្រូវទេនៅតបមានរឿងធំយ៉ាងនេះមិនក៏មិនប្រាប់ពួកយើង រឿងលើកនេះមិនដូចមុនទេឯងកុំលូកដៃអីណា ចុះបើពួកយើងស្ម័គ្រចិត្តនោះបងធំពួកយើងមិនដល់ហើយ ល្អបើបែបនេះអញ្ចឹងខ្ញុំក៏មិនគិតច្រើនទៀតដែរពួកយើងនឹងទៅរកវាជំរះបញ្ជី សិនមីនាងហៅមនុស្សមកច្រើនបែបនេះមើលទៅពួកយើងគ្មានអ្វីត្រូវនិយាយទៀតទេ លោកហឹងកាលនោះឯងក៏ត្រូវយើងបដិចេញដូចឆ្កែពេលនេះនៅហ៊ានត្រឡប់មកវិញទៀត សិនមីនាងនឹកគិតថាខ្លួនឯងជាបងស្រីធំដ៏អស្ចារ្យដូចមុនមែនទេហ៎កន្លងផុតទៅជា20ឆ្នាំហើយពេលនេះជាមានអំណាចខ្លាំងក្នុងដៃមានក្រុមហ៊ុនខ្លាំងពូកែពួកនាងស្រីយកអ្វីមកបញ្ជូតទៅលបងលូពួកវាគ្មានខ្នងបង្អែកស្អីទៀតទេចេះតែជាប្រមាថតែប៉ុណ្ណោះមានបានការអីទាំងអស់យើងសួរពួកនាងជាលើកចុងក្រោយម្ដងទៀតយកលុយហើយចាក់ចេញឬក៏បដូរជីវិតនៅទីនេះ បើពួកឯងមិនទាន់ស្លាប់ផុតពូជទីនោះដាច់ខាតយើងក៏មិនចាក់ចេញពីក្រុម យើងច្រើនស្លាប់រស់ជាមួយគ្នាមិនថាយ៉ាងណាខ្ញុំត្រូវតែនៅជាមួយម៉ែអាកំសាយកគ្រឿងចាក់ចាស់មកគាត់ថាខ្លួនឯងពូកែហើយហ៎បើខ្លាំងចូលមកពួកបាទសង្គមអស់ឯងនេះយើងថ្ងៃនេះនឹងឲ្យពួកនាងបានឃើញច្បាស់ហើយយើងកំទេចទីនេះបានឬក៏អត់ពួកឯងសម្លាប់ទៅ អ្នកណាហ៊ានប៉ះពាល់នាងយើងនឹងកាប់ជាដុំជាដុំ ម៉ាក់លោកគ្រូលីនគាត់ ម៉ាក់ប្រាប់ឲ្យថាគាត់មានរឿងលាក់បាំងចេះឈូនេះគឺជារឿងរបស់ខ្ញុំលោកកុំពាក់ព័ន្ធអីណា បងមីខ្ញុំអាចជួយបងបាន
ត្រកូលលួខានជួបគ្នាយូរហើយស្មានតែឯងស្លាប់ហើយតើលៀនឈឺឈូឯងបានដកខ្លួនយូរហើយពេលនេះចេញមកធ្វើស្អីទៀតជាង20ឆ្នាំមុនបងស្រីធំបានកំទេចពួកក្រុមអន្តពាលឯងរលាយអស់ជាង20ក្រុមកាលនោះយើងពិតជាដកខ្លួនមែនប៉ុន្តែឥឡូវនេះពួកឯងចេញមកទៀតអញ្ចឹងយើងត្រូវតែបញ្ចេញសកម្មភាពខ្លះត្រកូលលួពួកយើងវាយមួយទល់នឹងមួយឬក៏ឲ្យកូនចៅរបស់ឯងចូលមកទាំងអស់ឯងគិតថាឥឡូវដោយការប្រមាណឆ្នាំមុនគិតតែពីវាយតប់មែនទេលៀនជឺឈូឯងហួសសម័យហើយមានរបបនេះគ្រប់សកម្មភាពរបស់យើងសុទ្ធតែស្របច្បាប់លៀនជីឈូបើឯងបង្ករឿងប្រយ័ត្នបាត់បង់ខ្លួនឯងទៅគ្មានអ្នកណាម្នាក់អាចមកខាត់យើងបាននោះទេឯងមិនមែនចង់មានន័យថាឯងទិញផ្លូវមួយខ្សែនេះទេមែនទេមិនខុសទេឥឡូវនៅលើផ្លូវមួយនេះទោះជាមានសត្វល្អិតមួយហោះចូលក៏ត្រូវតែត្រួតពិនិត្យដែរទុកពេលឲ្យ3នាទីខ្ញុំត្រូវការកិច្ចសន្យាផ្ទេរកម្មសិទ្ធិតំបន់ជាងឈឹងទាំងស្រុងបានលិនជីឈូឯងឈួតមែនទេកិច្ចសន្យាបានសញ្ញារួចហើយបើចង់ទិញក៏ត្រូវតែទិញពីយើងដែរលិនជីឈូទោះបីជាឯងនៅលើសមុទ្រក៏ត្រូវគោរពច្បាប់ដែរស្មានថាឯងធ្វើអ្វីតាមចិត្តមែនទេជាឈូខ្ញុំយល់ពីចិត្តរបស់លោកប៉ុន្តែលោកកុំធ្វើអញ្ចឹងអីលុយរបស់ក្រុមហ៊ុនលោកក៏មិនមែនធ្លាក់ពីលើមេឃដែរបងស្រីចំណាស់ពួកយើងទៅហើយត្រូវមានអនុស្សាវរីយ៍សម្រាប់ខ្លួនឯងផ្លូវចាស់មួយខ្សែនេះតបបាយរបស់នាងគឺជាការចងចាំរបស់យើងខ្ញុំដាច់ខាតមិនឲ្យពួកគេនេះមករញ៉េរញ៉ៃបានឡើយម្យ៉ាងទៀតខ្ញុំជាអ្នកជំនួយធ្វើតែអ្វីសមប្រកបប៉ុណ្ណោះខ្ញុំមិននឹងអាចយកលុយឲ្យពួកនេះបានទៅអាឡូថាម៉េចចង់ផ្ដាច់កិច្ចសន្យាមិននឹងអាចទៅដាច់កិច្ចសន្យាត្រូវសងជំងឺចិត្ត10ដងលោកមានលុយទេសងជំងឺចិត្តមើលច្បាស់អ្នកណាជាអ្នកល្មើសកិច្ចសន្យាបើប្តឹងក៏ប្តឹងទៅចាំមើលអ្នកណាសងអ្នកណាខ្ញុំថា3នាទីគឺ3នាទីកុំគិតថាពួកឯងចេះនិយាយស្ដីប្រមាណម៉ាន់អាចបដូរការពិតបានឲ្យសោះបើល្មើសកិច្ចសន្យាត្រូវតែយកផុសតាមមកយ៉ាងម៉េចមិញនេះម្ចាស់កម្មសិទ្ធិផ្លូវនិយាយតាមទូរស័ព្ទមិនច្បាស់ទៀតមែនទេមានន័យថាម៉េចមើលកិច្ចសន្យានៅក្នុងដៃពួកឯងមាត្រាទី5ចំណុចទី2លបងកិច្ចសន្យាបានសរសេរយ៉ាងច្បាស់សកម្មភាពវាកំទេរបស់ពួកឯងបើសិនជាបង្កឲ្យមានការខូចខាតកិត្តិយសដល់ម្ចាស់ដើមនៃផ្លូវដកហូតកម្មសិទ្ធិមកវិញតម្រូវឲ្យពួកឯងសងជំងឺចិត្តការល្មើសនៃកិច្ចសន្យាកុំថតសកម្មភាពរបស់ពួកឯងត្រូវបានបណ្ដាញព័ត៌មានធំរាយការណ៍ជំទឺនិងផ្សព្វផ្សាយតាមអ៊ីនធឺណិតហើយពួកឯងមិនមែនដោះស្រាយតាមវិធីរបស់ឯងទេមែនទេខ្ញុំជួយសម្រេចបំណងពួកឯងយ៉ាងម៉េចសុខចិត្តទេពួកឯងមិនមែនដោះស្រាយតាមវិធីរបស់ឯងទេមែនទេខ្ញុំជួយសម្រេចបំណងពួកឯងយ៉ាងម៉េចសុខចិត្តទេពួកឯងនៅមិនទាន់ទៅទៀតចង់ឲ្យប៉ូលីសមកចាប់មែនទេមិនក៏មិនប្រញាប់ត្រឡប់មកវិញនៅដល់ណាទៀតមិញនេះដោះស្រាយតាមវិធីរបស់ឯងឥឡូវនេះធ្វើតាមវិធីរបស់ខ្ញុំម្ដងពួកឯងចង់ធ្វើស្អីចង់ធ្វើបាបពួកយើងនៅចំពោះមុខអ្នកកសែតមែនទេពួកវាខុបខិតគ្នាយូរមកហើយបងមីសេចក្តីសម្រេចរបស់ហៃសឹងក្រុមផ្លូវនៅតំបន់ជាងឈឹងប្រគល់ឲ្យបងមីសេចក្តីសម្រេចរបស់ហៃសឹងក្រុមផ្លូវនៅតំបន់ជាងឈឹងប្រគល់ឲ្យបងមីកុំស្ទះស្ទើរអីក្រុមហ្វឹងតែមូលមានតែបងម្នាក់គត់ដែលអាចការពារបានបងមីយកព្រមទៅបងមីផ្លូវមួយខ្សែនេះជារបស់បងហើយបើពួកអន្តពាលមកអុកលុកទឹកដីបងចាត់ការចុះវាមិនមែនជារឿងរបស់ខ្ញុំតែម្នាក់ទេប្រគល់ឲ្យប៉ូលីសចុះម៉ាក់តើទទួលដំណឹងថាពីរអ្នកនោះត្រូវខំបណ្ដោះអាសន្នហើយលើកនេះពួកវាអាចជាប់គុករហូតដល់ស្លាប់បងមីអាហានមានរឿងមិនល្អហើយឈិនធានមីងស្លាប់ហើយថាម៉េច
យើងបានធ្វើតាមបញ្ជារបស់បងលូហើយទទួលខុសត្រូវលើបទល្មើសទាំងអស់គេក៏បានសន្យាឲ្យយើងរួចទោសដែរ យើងចិត្តបានចេញទៅវិញហើយសិនមីចង់សម្លាប់យើងมันងាយស្រួលនោះទេចង់សម្លាប់យើងมันងាយស្រួលនោះទេណែស្រ័យលោឡាស្អីឯងស្មានថាទីនេះក៏អូខេឯងចង់ធ្វើស្អីដឹងថាយើងជាអ្នកណាទេមកប៉ះជើងបែបនេះពេលដែលយើងចេញទៅជឿថាយើងសម្លាប់ឯងទេបងឈិនអរគុណដែលទទួលទោសជំនួសបងលូសូមឲ្យឯងងាត់រហូតលោកប៉ូលីខ្ញុំសារភាពខ្ញុំសម្លាប់មនុស្សហើយ អ្នកណាក៏អាចដឹងដែរច្បាស់ជាលោហឹងបោកប្រាក់ឲ្យពួកគេទទួលទោសបន្ទាប់មកសម្លាប់បាត់ ប៉ូ មក លីសក៏និយាយអញ្ចឹងដែរពេលនេះកំពុងតែរកផោះតាំងពេលនេះអ្នកទទួលទោសគឺឈិនធីមីងតែម្នាក់ប៉ុណ្ណោះលោហឹងនៅរួចខ្លួនដដែល បើអញ្ចឹងមែនផោះតាំងមួយនេះពួកយើងទៅរកខ្លួនឯងចុង ខ្ញុំអាចជួយបានក្រុមហ៊ុនហៃសឹងមានឥទ្ធិពលខ្លាំងណាស់នៅក្នុងអន្តរជាតិនៅភ្នំនិងទន្លេបែបនេះខ្លាចតែបង្កការលំបាក សម្បុកពួកជើញដូងមនុស្សទាំងអស់នេះសិតតែនៅក្នុងភូមិដាច់ស្រយាលព្រៃភ្នំមនុស្សមួយភូមិមានត្រកូលនិងពុយពងតែមួយរួបរวมគ្នារឹងមាំដូចដាច់ថែម មិនបានជាពួកវាអាចនៅយកដល់ថ្នាក់នេះ បើចង់ចាប់មេខ្លោងជើញដូងមនុស្សនៅក្រៅខ្នងមានតែវិធីមួយគត់គឺចូលទៅក្នុង បាន ម៉ាក់គ្រោះថ្នាក់ពេកហើយ បងមីគ្រោះថ្នាក់ណាស់ធ្វើឲ្យខ្ញុំវិញ ជាឈូមិនបាច់ទេអរគុណលោកដែលបានជួយពួកយើងកន្លងមកប៉ុន្តែបញ្ចប់ត្រឹមនឹងចុះ បញ្ចប់តាមមានន័យយ៉ាងម៉េចបងមីនៅតែខឹងនឹងខ្ញុំមែនទេដែលខ្ញុំបានបោកប្រាស់បង ខ្ញុំមិននឹងអាចបែបនេះបានទឹកចិត្តរបស់លោកខ្ញុំដឹងទាំងអស់ប៉ុន្តែរឿងនេះវាបានកប់ក្នុងចិត្តរបស់ខ្ញុំយូរហើយខ្ញុំត្រូវតែធ្វើវាខ្លួនឯងតាមពិត20ឆ្នាំមុនគួរតែបែបនេះហើយប៉ុន្តែកាលនោះខ្ញុំមានផ្ទៃពោះឥឡូវនេះដល់ពេលទូទាត់បញ្ជីហើយ ម៉ាក់ពួកយើងចេញដំណើរឥឡូវនេះហេ មុនពេលទៅត្រូវជួបមនុស្សម្នាក់សិន ម៉ាក់គាត់ថាអំស្រីលៀងឥឡូវនេះហ៊ានជួបម៉ាក់ទេគាត់ច្បាស់ជារត់បាត់យូរហើយ អត់ទេគេគ្មានកន្លែងត្រូវទៅទេ ស្រីថាទៀតថ្ងៃនេះជឿនឹងសម្លាប់នាងហើយ ឈប់ភ្លាម យើងនឹងសម្លាប់នាង ឈប់ភ្លាមហេតុអីក៏ឯងមិនតដៃបណ្ដោយឲ្យគេវាយឯងបែបនេះប្រចរៃគិតថាគេវាយឯងមិនឈ្នះមែនទេ យើងដឹងថាយើងវាយមិនឈ្នះគេទេប៉ុន្តែនាងសំអាងស្អីទៅនាងសួរគេតើគេមានមុខស្អីមកហ៊ានវាយយើង បាននិយាយទៅទាំងនេះជាកំហុសខ្ញុំជាកំហុសខ្ញុំ មានរឿងអីកាត់ឡើងប្រាប់ខ្ញុំមក មានរឿងស្អីហ៎និយាយប្រាប់គេទៅប្រាប់គេឲ្យលំអិតពីកំហុសរបស់នាងដែលនាងបានធ្វើទៅនិយាយទៅ គឺមកពីខ្ញុំការពារកូនស្រីមិនបានល្អត្រូវឆាន់ធានមីងចាប់ចម្រិនពួកគេយកកូនស្រីខ្ញុំមកគំរាមឲ្យខ្ញុំធ្វើបាបបងខ្ញុំខុសហើយប៉ុន្តែកូនស្រីខ្ញុំនាងមានជំងឺបេះដូងតាំងពីតូចត្រូវលេបថ្នាំរហូតលើកនេះត្រូវគេបំភ័យទៀតគេក៏កាំងបេះដូង លឺដែរទេហ៎នេះជាអ្វីដែលស្រីថោកទាបនេះបានធ្វើឲ្យត្រកូលវាងយើងស្ទើរតែរលាយយើងវាយនាងតើវាយ៉ាងម៉េចយើងចង់ច្បាច់កវាឲ្យងាប់នាងជាបងធំទី1នៅហ្វឹងស៊ីសិនស៊ីមិនមែនទេ គេក្បត់នាងបែបនេះទៅហើយនាងនៅមករកគេទៀតឡាច់មួយហើយឡាច់មួយចុះ កុំទៅខ្វល់អីខ្ញុំនាំឯងទៅមន្ទីរពេទ្យសិនតោះ ជប់សិនមិនឲ្យទៅទេជប់សិនមិនឲ្យទៅទេ
តើលោកចង់ធ្វើស្អីទៀត ធ្វើស្អីយើងនៅនិយាយមិនទាន់ចប់ទេហាមទៅណាទាំងអស់ចង់ទៅក៏បានយកលុយមកធ្វើឲ្យយើងបាត់បង់កូនស្រីរឿងនេះមិនអាចបញ្ចប់ស្រួលបែបនេះទេ កូនស្រីលោកបានលោកបារម្ភពីកូនស្រីមេននោះមិនមើលថែនេះឲ្យបានល្អទេមិនក៏ឲ្យឆាន់ធានវិញចាប់យកនាងទៅបាន ដោយសារតែស្រីម្នាក់នេះទៅបង្កើតសត្រូវផ្ដេសផ្ដាស់នៅខាងក្រៅទើបបានជាមានរឿងបែបនេះគឺមកពីស្រីម្នាក់នេះទៅតាក់ទងនឹងពួកឯងទាំងពីរទើបលទ្ធផលដូចជាថ្ងៃនេះបាននិយាយទៅពួកនាងទាំងពីរគឺជាអ្នកនាំរឿងមកនេះមក តោះទៅ អស់មកយើងមកឲ្យមកបងបានអង្កេតផ្សក់នេះមកពីណាថ្ងៃដែលកូនស្រីចាប់ចម្រិតនាងពាក់អង្កេតផ្សក់មួយនេះតែពេលដែលយកនាងមកវិញក៏បាត់អង្កេតមួយនេះទៅមិនបានជានៅជាមួយបង ខ្ញុំក៏មិនដឹងដែរ ជាបងមែនទេជាបងមែនទេខ្ញុំដឹងថាខ្ញុំបង្កើតសត្រូវច្រើនតែលាក់កូនស្រីឲ្យមានសុវត្ថិភាពរហូតមកខ្ញុំគិតមករហូតហេតុអីបានជាឆាន់ធានវិញអាចរកនាងឃើញមិនក៏គេចាប់នាងបានគឺបងមិននឹងអាចជាបងទៅ សំអាងលើរបស់មួយនេះវាមានប្រយោជន៍ស្អីទៅលៀងស៊ីនាងជាមនុស្សបាត់បង់សតិ តើនាងអាចធ្វើស្អីយើងបានទៅហ៎ ឯងគិតថាគ្មានអ្នកណាអាចធ្វើអីអញបាននេះឯងគិតថាគ្មានអ្នកណាអាចធ្វើអីបានមែនទេ អូយនាងបំភ័យខ្ញុំស្លាប់ហើយនាងចង់ចាត់ការយើងនាងធ្វើស្អីយើងបានទៅ ប្រាប់ទៅចោះយើងគឺជាពលរដ្ឋល្អមិនមែនជាក្រុមអ្នកលេងដូចជានាងទេប៉ាយើងទៅប៉ាយើងទៅលើជឿយើងទៅចាប់នាងដាក់គុកអ្នកទាំងអស់គ្នាមើលទៅបងថំហ្វឹងស៊ីវាយធ្វើបាបមនុស្សហើយ បោះស្អីហ្នឹង ធ្វើស្អីមែនទេឲ្យអ្នកចិត្តខាងទាំងអស់មកមើលបងថំហ្វឹងស៊ីវាយធ្វើបាបពលរដ្ឋល្អចង់ធ្វើបាបយើងប្រឹងលើពួកនាងប្រមាណអ្នកនឹងមែនទេ ថ្ងៃនេះឯងមិនត្រឹមតែបងក្រាបជើងមិនបានទេហើយជើងនឹងទាលុយឯងទៀត នាងជាបងស្រីធំមែនទេច្បាស់ជាមានលុយច្រើនហ៎ បងស្រីបងទៅវិញចុះខ្ញុំធ្លាប់ក្បត់បងម្ដងហើយខ្ញុំមិនអាចក្បត់បងទៀតទេវងហានខ្ញុំពិតជាអរគុណបងណាស់ពីមុនបងមិនស្អប់ខ្ញុំបង្កើតគ្រួសារជាមួយខ្ញុំទៀតទោះបីជាបងលេងល្បែងញៀនស្រាខ្ញុំអាចទ្រាំបានប៉ុន្តែបងមិនគួរបំផ្លាញកូនស្រីយើងទេមិនគួរធ្វើបាបនាងទេ បើអញ្ចឹងនាងចង់ធ្វើស្អីយើងយ៉ាម៉េចនាងចង់សម្លាប់យើងឈុំនិយាយអត់បានការទៀតទៅយើងប្រាប់នាងថ្ងៃនេះបើមិនបាន5លានទេកុំសង្ឃឹមថាចេញពីទីនេះបានឲ្យសោះ នៅខាងក្រៅមានមនុស្សច្រើនណាស់បងធំបើមានអ្នករាយការណ៍ប្រាប់ប៉ូលីសនាងមិនអាចចេញពីទីនេះបានទេនាងមិនអាចចេញពីទីនេះបានទេ ពួកមានអំណាចមានលុយយើងត្រូវវាយឲ្យបាក់ឆ្អឹងច្រើនណាស់ឯងបែរជាហ៊ានជម្រិតប្រាក់យើងផង បងស្រីបងមិនអាចវាយគេទេ យ៉ាងស៊ី បងស្រីពីមុនបងជាបងធំអ្នកលេងគ្មានអ្នកណាប្តឹងបងទេវាយឲ្យក៏ហើយប៉ុន្តែគេមិនដូចគ្នាទេទោះបីជាគេមិនល្អតែគេមិនដែលធ្វើបាបល្មើសទេបើរឿងនេះលឺចេញទៅក្រៅបងមិនរួចខ្លួនទេ លឺហើយនៅយើងជាពលរដ្ឋល្អបើហ៊ានប៉ះពាល់យើងនឹងប្តឹងពួកនាង អញគិតថាយើងខ្លាចមែនទេ ពួកនាងមិនខ្លាចទេមកថាមកវាយយើងទៅបើសិនជាពួកនាងវាយយើងមិនដៃយើងនឹងប្តឹងយក1លាន សៀវហានមិញលេងដៃខ្ញុំទៅបានទេយ៉ាងណាពួកយើងក៏មកជួយមិញដែរមិញខត់ខ្ញុំធ្វើអីទៅយើងមិនត្រូវការពួកឯងជួយទេនេះគឺជារឿងខ្ញុំអ្វីដែលខ្ញុំបានធ្វើកំហុសដែលខ្ញុំបានប្រព្រឹត្តខ្ញុំនឹងទទួលខុសត្រូវខ្លួនឯងបងស្រីខ្ញុំដឹងថាបងមកទីនេះដើម្បីអ្វីកាលនោះពេលខ្ញុំត្រូវលោះហឹងចាស់វានាំខ្ញុំទៅភូមិមួយឈ្មោះហុងសានទីនោះគឺជាសម្បុករបស់វា ពេលនេះកុំតន់និយាយពីរឿងនេះអីឯងត្រូវទៅមន្ទីរពេទ្យសិនចំណែកអាម្នាក់នេះត្រឡប់មកវិញចាំចាត់ការទៀតតោះ បងស្រីកូនប្រុសស្រីខ្ញុំពួកគេស្លាប់ទៅហើយ
ខ្ញុំគ្មានអ្វីត្រូវស្ដាយទៀតទេអរគុណបងសម្រាប់ប្រហែលឆ្នាំនេះវ៉ាងហានយើងជាប្តីប្រពន្ធខ្ញុំផ្ដល់ឱកាសចុងក្រោយឲ្យបងម្ដងទៀតបងត្រូវធ្វើបែបនេះមែនទេត្រូវហើយមិនខុសទេថ្ងៃនេះបើយើងមិនបានលុយទេយើងមិនឲ្យចេញជាដាច់ខាតឆាប់ហៅឡានពេទ្យទៅពួកគេលូតចុះមកជាមួយគ្នាតើមានរឿងស្អីទៅមើលទៅដូចជាមនុស្សទីមកទៅនោះមែនហើយចាំស៊ីប្រយ័ត្នទេចាំស៊ីបងស្រីសុំទោសអត់ទោសឲ្យខ្ញុំបានទេទំនាក់ទំនងបងប្អូនយើងធំជាងមេឃទៅទៀតឯងហៅយើងថាបងស្រីឯងគឺប្អូនស្រីរបស់យើងរហូតបងស្រីជាតិក្រោយពួកយើងលាហើយឡើងស៊ីបងស្រីល្អរបស់បងស្មានមកដល់ថាជួបរឿងបែបនេះសោះម៉ាក់និយាយតែមើលពួកយើងមិនគួរទៅជួបមិញឡើងទេមែនទេនេះជាវាសនារបស់នេះទោះជារូបឬក៏ស្លាប់គឺសុទ្ធតែបានកំណត់ទុំលីលីមានរឿងអីមិនបានជាខំមកយប់យ៉ាងនេះថាម៉េចមករកបន្ទប់របស់លីលីប្រាប់ថាលីលីត្រូវបារម្ភផ្លេចមកចាប់យកទេប្រកាសជាអាចចង្រៃពីអ្នកនោះមិនខានទេក្រុមហ៊ុនឈីត្រូវរលាយដោយសារហៃសឹងពេលនេះពួកវាទាត់ច្រកហើយកន្លែងដែលវាអាចទៅបានគឺភូមិហុកសានតែមួយម៉ាក់ចង់និយាយថាពួកវានឹងលក់លីលីមែនទេគឺប្រកាសជាបែបនេះដូច្នេះពួកយើងត្រូវប្រញាប់ទៅឲ្យបានឆាំបងស្រីរឿងនេះគ្រោះថ្នាក់ណាស់ឬមួយត្រូវប្រាប់ប្រធានលីនសិនទៅមនុស្សច្រើននាំទៅបែកការធ្វើអីព្រឹកស្អែកពួកយើងជិះឡានក្រុងជើងដំបងទៅនោះដើម្បីលួចចូលបងឆោអរគុណបងហើយពួកនាងនៅប្រធានលីនជាគ្រួសារតែមួយមិនបាច់អរគុណទេសរុបមកប្រយ័ត្នប្រយែងផងខ្ញុំបានស៊ើបដឹងភូមិហុងសានច្បាស់សម្បូររបស់ពួកវាគឺនៅអាគារមិនទាន់សាងសង់ដល់ពេលនោះម្នាក់លួចចូលម្នាក់ចាំផ្លូវដល់ហើយស៊ីពីគូអត់យកទេយកទេណាចុះពីគូអត់យកទេយករណាពីគូបន្ទប់ភាគច្រើនឆែករួចរាល់ហើយមិនទាន់ឃើញតម្រូវអ្វីទេបន្ទប់ជួសជុលជាន់ទី2អាចនឹងមានផតតាំងបន្ទប់ក្បែរនោះមានមនុស្សឯងត្រូវតែប្រយ័ត្នបន្តិចទទួលបាននាងធ្វើស្អីទៅធ្លាប់តែឃើញអ្នកចង់រត់ចេញក្រៅមិនដែលឃើញអ្នកណាបកគលខ្លួនមកដល់កន្លែងនេះទេថ្ងៃនេះបានប្រាប់បន្ថែមទៀតហើយយើងបាច់កាហើយប្រយ័ត្នផង
យើងបាច់ការហើយប្រយ័ត្នផង យល់ហើយ ម៉ាក់ខ្ញុំឃើញផាត់តាំងពួកវាហើយមានគ្រប់ទាំងអស់ អធំថ្ងៃត្រង់បែបនេះបិទទ្វារធ្វើស្អីទៅបើកទ្វារទៅ ពេលនេះខ្ញុំត្រូវពួកវាបិទទ្វារហើយពួកវាចិត្តមកដល់ហើយ ខាងក្រៅបន្ទប់មានរៀនហាលឯងឆ្លងតាមនោះទៅប្រយ័ត្នផងខាងក្រៅបន្ទប់មានរៀនហាលឯងឆ្លងតាមនោះទៅប្រយ័ត្នផង បើកទ្វារអធំបើកទ្វារបើកទ្វារបើកទ្វារចាប់ហើយមានមនុស្សមកទីនេះបញ្ញាប្រាប់បងធំទៅអាឡូបងធំ បងសិនហាន ខ្ញុំនាំនាងទៅ ទៅ សៀវហានឆាប់ឡើងពួកវាមកដល់ហើយសៀវហានឆាប់ឡើងពួកវាមកដល់ហើយ ខ្ញុំដឹងហើយម៉ាក់ខ្ញុំបានជួបនាងហើយបងស្រីជួយខ្ញុំផងជួយខ្ញុំផងមានអ្នករងគ្រោះម្នាក់ទៀតមកតាមខ្ញុំមក ស្រីចង្រៃសិនហានគឺជានាងទៀតហើយ ពួកអញចាស់តែមិនចាស់ខ្ញុំចាត់ការទីនេះ ប៉ុន្តែបងស្រីពួកវាមើលទៅសិតតែមានអាវុធ បងស្រីមើលទៅប្រកែកណាពួកយើងនៅទីនេះនាំតែរំខានទេប្រញាប់ទៅ អេ ចូលមកចូលទាំងអស់គ្នាមក ពួកឯងមកហើយចុះណាហានអ្នកមីងបងហានត្រូវពួកវាឡប់បាត់បាត់ហើយ ចូលទាំងអស់គ្នាទេមិនយូរទៀតទេឲ្យម៉ែនិងកូនឯងជួបគ្នាប៉ុន្តែគេនៅក្នុងនរក ចង់ងាប់ហើយមែនទេឯងចង់ងាប់ហើយមែនទេ អ្នកណារងងាប់មិនទាន់ដឹងទេបងប្អូនចូលទៅចូលជម្រាបអើក្រោកឡើងលើដំបូលវាមិនអាចរួចនោះទេទៅគេនៅខាងនោះចូលភ្លាមរត់ទៅមិនក៏មិនរត់ទៀតទៅអស់ផ្លូវហើយហ៎ ម៉ាក់ស្ថានភាពខាងនោះយ៉ាងមិនដែរម៉ាក់ មិនបាច់រមារបស់នាងទៀតទេម៉ារបស់នាងត្រូវលំពាត់យូរហើយស្ថានភាពចាប់យឺនជាងនាងទៅទៀត
អាចង្រៃ យើងងាប់ហើយនៅសម្ដីខ្លាំងទៀតលើកនេះជាមិនលើកលែងឲ្យនាងចដាច់ខានសម្រាប់នាងហើយបោះចុះទៅក្រោមទៅសម្រាប់នាងហើយបោះចុះទៅក្រោមទៅសៀវហានខាងនោះចាំមិនហើយសៀវហាន អបស្រ័យទៅបន្តិចទៀតបានជួបគ្នាហើយមិនជួបទេនាងនឹងធ្លាក់ពីលើដំបូលមក ឯងឈាននេះសៀវហាន មិនដឹងអាចទៅ មើលទៅពួកឯងដូចស្ដាច់ហើយ បានបោលួតាមមានរឿងស្អីកើតឡើង លីលីនាំក្មេងស្រីនេះចេញសិនទៅក្រែងធ្វើឲ្យអញរំភានឯងធ្វើអីហ្នឹងណាមីង ខ្ញុំស្ដាប់តាមលោកទាំងអស់សូមបងដល់លេងខ្ញុំទៅ នឹកទៅនាងមិនគួរជឿពួកទាំងអស់នេះទេ ខ្ញុំពិតជាមិនដឹងធ្វើយ៉ាងម៉េចទេខ្ញុំគ្មានចម្រើសទេបើខ្ញុំមិនធ្វើខ្ញុំនឹងត្រូវស្លាប់ដល់លេងខ្ញុំទៅខ្ញុំសូមបងដល់លេងខ្ញុំទៅ ដោះលែងហ៎ជឿសពទៅនាំនាងទៅទៅសិនមីពេលនេះគ្មានអ្នកណាជួយនាងទេក៏មករំយើងនឹងឲ្យនាងនិងកូនស្រីនាងជួបគ្នាឆាប់ៗ បើទោះបីជាជាងស្លាប់ក៏មិនឲ្យពួកឯងធ្វើបាបសៀវហានដែរសៀវហាន បានមិនដល់មែនទេបានមិនដល់ថាយើងមានកំភ្លើងមែនទេ ចឹងមិនហើយសៀវហាន ម៉ាក់ខ្ញុំមិនអីទេប៉ុន្តែពួកវាមានកំភ្លើង បន្ទាប់មកជានឹងបាញ់បេះដូងឬក៏ក្បាលរបស់ឯងឬមួយក៏ដៃឬមួយក៏ជាជើងរបស់ឯងទៅ ម៉ាក់ខ្ញុំប្រហែលជាត្រឹមលេខបានហើយ សៀវហានលុតចុះមកម៉ាក់នឹងត្រឯងសៀវហានលុតចុះមកម៉ាក់នឹងត្រឯងណាសៀវហាន ម៉ាក់និយាយអីណា ប្រញាប់លុតចុះមក តែម៉ៃនេះឈ្គត់មែនទេអាគារ3ជាន់មានរបួសចានេះនៅចង់ទៅរកគេទៀតមែនទេហ៎ អ្នកណាកំពុងនិយាយហ្នឹងខាងនោះមានអីណាម៉ាក់ ម៉ាក់មើលថែឯងមិនបានល្អធ្វើឲ្យឯងរបួសម៉ាក់ដាច់ខាតមិនឲ្យឯងរបួសទៀតឡើយជឿម៉ាក់ទៅជឿម៉ាក់និយាយនឹងការពារឯងណាលុតមកម៉ាក់បាក់និយាយឲ្យថាម៉ាក់នឹងការពារឯង ម៉ាក់យើងមិនហើយអ្នកណាជាអ្នកធ្វើអ្នកណាពួកឯងមែនទេ រឿងនេះចាំបន្ទោសក៏គួរតែបន្ទោសនាងជួយមនុស្សខុសយើងត្រូវតែជួយហាន់នីង ហាន់នីងម៉ាក់ជាកំហុសខ្ញុំប៉ុន្តែយ៉ាងណាថ្ងៃនេះខ្ញុំត្រូវនាំម៉ាក់ចេញឲ្យបានមកក្រោកឡើង បើជាសំណាងណាលះខ្ពស់ចានេះទៅហើយនៅមិនស្លាប់ទៀតប៉ុន្តែយ៉ាងណាពួកឯងត្រូវតែស្លាប់ដល់តែល ពួកវាជួយដោះមនុស្សអ្នកភូមិដូចជាពួកឯងចង់រកកំណត់ដែរមែន នា ទេ ងតូចនាងពិតជាល្ងងណាស់បើគ្មានអ្នកភូមិតើមានអ្នកជួញដូរមនុស្សមកពីណាបងប្អូនទាំងអស់គ្នាបើថ្ងៃនេះពួកនាងរត់រួចការជួញដូរមនុស្សនឹងត្រូវបែកការហើយ
ពេលនោះពួកជានឹងត្រូវស្លាប់និយាយទៅត្រូវធ្វើយ៉ាងម៉េចសម្រាប់វាហើយបោះវាឲ្យឆ្កែព្រៃស៊ីសម្លាប់ចង់សម្លាប់មិនងាយទេមានអ្វីដែលពិបាកនោះទីនេះមានភ្នំខ្ពស់ទឹកជ្រៅអ្នកណាហ៊ានមកទៅអូសិនមីមិនមែននាងគិតថាមានបងប្អូនស្រីរបស់នាងមកជួយទេមែនទេសៀវហានឯងត្រូវរបួសហើយនាំលីលីទៅមុនចុះម៉ាក់កុំនិយាយចឹងអីខ្ញុំត្រូវតែនាំម៉ាក់ទៅជាមួយឯងទៅមុនទៅខ្ញុំចង់ទៅជាមួយម៉ាក់បានហើយមិនបាច់ទៅណាទាំងអស់ពួកឯងចង់ចូលពួកនាងទាំង3នាក់នេះទៅធ្វើស្អីក៏តាមចិត្តចុះចូលទៅបានដឹងហើយប្រធានលីនរកឃើញទីតាំងហើយប៉ុន្តែពេលនេះស្ថានភាពមិនសូវល្អទេបងមីនិងអ្នកផ្សេងទៀតត្រូវត្រៀមទៅបញ្ញាប់ឡើងឥឡូវនេះពួកឯងទប់ទល់ជាប់គ្រាន់តែប្រមាណអ្នកធ្វើឲ្យពួកឯងភ័យដល់ថ្នាក់នេះក្រោកឡើងតើពួកក្មេងទាំងអស់នេះវាមកពីណាចូលមកបន្តទៀតទៅពួកយើងមានគ្នាច្រើនមិនជឿថាมันអាចសម្លាប់ពួកឯងបានទេពួកឯងមិនហ៊ានមែនទេប្រកាសជាមិនហ៊ានព្រោះតែពួកឯងជាមនុស្សល្អតើសម្លាប់មនុស្សបានយ៉ាងម៉េចខុសពីពួកយើងនឹងសម្លាប់ពួកឯងម្ដងម្នាក់បន្ទាប់មកនឹងទម្លាក់ពួកឯងចុះពីលើភ្នំមានអ្នកណាម្នាក់ដឹងពីរឿងនេះមានអ្នកណាម្នាក់ដឹងថាយើងសម្លាប់ពួកឯងនៅទីនេះឡើយព្រាមស្លាប់ទៅព្រាមបងមីសៀវហាន់បងមីបងចាំមិនហើយបងមីលោកប្រធានបងមីរបួសធ្ងន់ណាស់អ្នកនាងហាន់ក៏ត្រូវគ្រាប់កំភ្លើងធ្ងន់ដែរត្រូវសង្គ្រោះជាបញ្ញាប់ហៅឡានព្រឹកភ្លាមមកឲ្យលឿនឡើងឈប់សិនខ្ញុំនៅទ្របបាខ្ញុំចង់ឃើញពួកវាវិននេះទើបខ្ញុំអស់ចិត្តហើយខ្ញុំក៏ដូចគ្នាម៉ាក់មិនទៅខ្ញុំក៏មិនទៅដែរឆាប់នាំលីលីទៅមុនទៅយល់ហើយនាំនាងចេញទៅកុំកម្រាំងលោកពួកជាដូចជាខ្យល់មែនទេត្រឹមពួកឯងប្រមាណអ្នកកុំសង្ឃឹមថានាំមនុស្សចេញបានឲ្យសោះមានផ្លូវទេត្រឹមពួកឯងប្រមាណអ្នកកុំសង្ឃឹមថានាំមនុស្សចេញបានឲ្យសោះមានផ្លូវទេនាយូលីនឯងគិតថានាំមនុស្សមក3នាក់អាចជួយមនុស្សបានមែនទេឯងមកជួយមនុស្សមកប្រគល់តំណែងទេដឹងឯងជាអ្នកចែកចាយមែនទេតំណែងរបស់យើងរឹងណាស់ខ្លាចតែឯងស៊ីមិនកើតឯងកុំបារម្ភមិញរបស់យើងរឹងណាស់ទំនិញដូចជាឯងមកប្រមាណជួយយើងស៊ីប៉ុណ្ណឹងចឹងសាបមើលទៅចង្រៃយោចាត់ការពួកវាភ្លាមទៅស្ដាប់បញ្ជាបញ្ចេញក្បួនរថយន្តចេញប្រតិបត្តិការអ្នកណាធ្វើបាបបងមីថ្ងៃនេះដែលចេញពីភូមិហងសានមិនរួចទេបងធំវាជាអ្នកចិត្តខាងចាស់ជាអ្នកមានគុណធំធេងរបស់យើងថ្ងៃនេះយើងត្រូវតែប្រយុទ្ធបងធំជាវីរនារីរបស់ហ្វឹងស៊ីថ្ងៃនេះពួកយើងតស៊ូប្រយុទ្ធជាមួយគាត់វាយពួកជួយដូរមនុស្សដល់ប្រយុទ្ធស្លាប់រស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 ់ទំនិញមួយក្រុមនេះឯងស៊ីមិនកើតទេតាមមែនដែរទេម៉ាក់បងមីហេតុអីទេម៉ាក់ពិបាកណាស់ទើបឆ្លងឧបសគ្គទាំងនោះបានក៏ទើបតែអាចចាប់ផ្ដើមជីវិតថ្មីប៉ុន្តែ
ខ្ញុំដាច់ខាតត្រូវទៅរកពេទ្យដែលពូកែបំផុតប្រើថ្នាំល្អបំផុតបើក្នុងស្រុកព្យាបាលមិនបានពួយជើងទៅបរទេសទោះជារត់ជំវិញពិភពលោកក៏ខ្ញុំត្រូវតែព្យាបាលបំបីឲ្យជាតិដែរលោកប្រធានលីនអ្នកស្រីសិនខ្ញុំយល់ពីអារម្មណ៍អ្នកទាំងពីរប៉ុន្តែអ្នកជំងឺត្រូវការសម្រាកអ្នកទាំងពីរមិនបានសម្រាកប្រហែលថ្ងៃហើយតែញ៉ាំអីបន្តិចសិនទៅល្អតោះសៀវហានទៀមីនាងក៏មានថ្ងៃនេះដែរសំណាងល្អដែលបញ្ជូនពួកចំនួនមនុស្សលួចចេញមកបានបើមិនអញ្ចឹងមិនបានឃើញរូបរាងរបស់នាងថ្ងៃនេះទេតស៊ូជា20ឆ្នាំលទ្ធផលនាងក៏មិនល្អដែរមិនមែនការនោះយើងចាប់នាងយកទៅលក់ទេមែនទេនាងចង់គំនុំជាមួយជើងជូរចាន់នេះឥឡូវល្អហើយនាងក៏ធ្លាក់ខ្លួនពិការយើងក៏គ្មានសល់អ្វីទាំងអស់នាងពេញចិត្តហើយនៅនាងពេញចិត្តហើយនៅពួកជួញដូរមនុស្សចាំមិនអស់ទេឲ្យតែមានអ្នកព្រមទិញពួកចំនួនមនុស្សនឹងមានមករហូតអាចអីក៏នាងរករឿងតែយើងរករឿងឈិនធានមីងមិនលែងយើងត្រូវឯងធ្វើបាបគ្មានសល់អ្វីភូមិហុងសានរបស់យើងខ្សែសង្វាក់ផលិតកម្មរបស់យើងរលាយអស់ហើយយើងក៏ត្រូវខ្លាចជាជនភៀសខ្លួនឲ្យតែគេចាប់ខ្លួនបានមានតែផ្លូវស្លាប់មួយគត់ផ្លូវដើរទៅរកក្តីស្លាប់អញ្ចឹងយើងត្រូវទៅរកគ្នាទៅជាមួយនាងកុំបារម្ភយើងមិនឲ្យនាងស្លាប់ស្រួលបែបនេះទេមន្ទីរពេទ្យនេះស្ងាត់ជ្រងំចន្លោះពីនេះនឹងគ្មានអ្នកណាមករកយើងទេដូច្នេះនាងកុំសង្ឃឹមថាមានអ្នកណាមកជួយនាងឲ្យសោះយើងនឹងកាប់នាងជាដុំលាប់ដោយសន្សំលោហឹងយើងប្រាប់ឯងចុះបើពួកជួញដូរមនុស្សពួកឯងមិនទាន់ស្លាប់អស់យើងដាច់ខាតមិនដួលឡើយមិននឹងអាចទៅឯងក្រោកឈរបានយ៉ាងម៉េចពួកគ្រូពេទ្យទាំងអស់នោះបាននិយាយថាគ្រូពេទ្យនៅទីនេះអ្នកណាមិនមែនជាមនុស្សរបស់យើងលួហឹងពួកយើងជួបគ្នាម្ដងទៀតហើយពួកឯងកំពុងតែរៀបអន្ទាក់សម្លាប់ជើងតាមពិតនាងមិនអីទេបន្តិចក៏មិនស្លាប់ដែរឯងទើបតែដឹងនៅពេលនេះទេអីដូចជាល្ងងពេកហើយទេថាម៉េចពួកឯងចាប់ផ្ដើមរៀបអន្ទាក់តាមពីពេលណាចាប់តាំងពីពួកយើងដឹងថាឯងមិនទាន់ត្រូវគេចាប់ខ្លួនគឺចាប់ផ្ដើមរៀបអន្ទាក់ហើយយើងដឹងថាឯងនឹងមករកម៉ាក់យើងហើយនៅមកជិតថែមទៀតខ្ញុំដេកលើក្រែនអ្នកជំងឺអស់ច្រើនថ្ងៃឈឺចង្កេះសឹងស្លាប់នាងចង់ធ្វើស្អីយកឯងពុតសរសៃពុតឆ្អឹងបន្តិចយកឯងពុតសរសៃពុតឆ្អឹងបន្តិចចាក់មិននឹងចង់លុតតាមបង្អួចមែនទេខ្ញុំធ្លាប់លុតចុះពីលើអាគារ2ដងហើយមិនខ្លាចផងលោកខ្លាចអីទេមកខ្ញុំជួយទៅឈប់ភ្លាមដាក់កំភ្លើងចុះទៅកុំចូលមកតើពួកឯងគិតថាយើងមិនហ៊ានបាញ់មែនទេនៅចង់ចាប់យើងមែនទេអ្នកដែលចង់ចាប់យើងនៅមិនទាន់ចាប់ជាតិនៅឡើយទេឈប់ភ្លាមកុំចូលមកទៀតជានឹងសម្រាប់នាងបងមីបាញ់ទៅម៉ាក់កុំធ្វើអញ្ចឹងនេះជាកំភ្លើងណាជាកំភ្លើងតែយ៉ាងមិញគេហ៊ានបាញ់កំភ្លើងតែទីនេះឈួតហើយមែនទេយើងនឹងសម្រាប់នាងកុំគិតថាយើងមិនហ៊ានបាញ់ឲ្យសោះនោះបាញ់អញ្ចឹងលោកកសាក់បាញ់ទៅតែអ្នកណាខ្លាចកំភ្លើងខ្លាយរបស់លោកមិនបានជានាងដឹងថាខ្លាយបើសិនជាឯងមានកំភ្លើងពិនហេតុអីបានជាមិញនេះឯងចង់លួចចុះពីលើបង្អួចហើយហេតុអីបានជាពេលឯងកាន់កំភ្លើងដៃរបស់ឯងញ័រនេះគឺបញ្ជាក់ថាកំភ្លើងដែលឯងកាន់នេះជាកំភ្លើងខ្លាយសិនមីខ្ញុំដឹងខុសហើយលើកនេះគួរតែលើកលែងខ្ញុំផងទៅលោកហឹងយើងមិនត្រូវការឲ្យឯងអស់លំទោនទី
ខ្ញុំចង់ឲ្យឯងស្លាប់ យកអាដេរិឆាននេះចេញទៅឈិនមីដោះលែងយើងទៅដោះលែងយើងទៅឈិនមីដោះលែងយើងទៅមកហើយស្រាមកដល់ហើយដុកលេខ2ស្រា3ដង អរគុណលោកថាការ មិនបាច់គួរសមទេញ៉ាំតាមសម្រួលចោល ត្រូវការអ្វីទៀតប្រាប់បានណា អូខេ លោកលីនលោកគឺជាអ្នកគ្រប់គ្រងនៅហៃសឹងជាបរិបទនៅជាងស៊ូមួយថ្ងៃធ្វើជាអ្នកបម្រើតាមមានប្រយោជន៍អីទេ ពិតណាស់ពិតជាមានប្រយោជន៍ លោកចង់តន់ច្រើនយ៉ាងនេះដើម្បីតាមញ៉ាយម៉ាក់ខ្ញុំមែនទេ មែនហើយចិត្តស្មោះទម្លាយថ្មបានឯងចាំមើលចុះ អេអ្នកទាំងពីរទំនេរដាំបែនទេមកហូបតិចអស់ហើយយើងមិនក៏មិនទាន់លើកទៅ បងស្រីជួយផងពួកវាជាអ្នកជួយដោះមនុស្ស យើងរំលឹកទៅចោះកុំចេះដល់រូគេមិនចឹងទេយើងនឹងកំទេចតោរបស់ពួកឯងតិចភ្លាមហើយនៅមានពីរនាក់ទៀតដែលចង់ស្លាប់ហើយតើជប់ភ្លាមលើកដៃឡើងទីនេះហាមពួកឯងមកធ្វើបាបគេផ្ដេសផ្ដាស់ចាប់ពួកគេទាំងអស់ទៅឲ្យលើឡើងទៅ អត់ហ្នឹង ម៉ាក់មានរដ្ឋាភិបាលហើយពេលនេះសង្គមមានរបៀបល្អណាស់ពិតជាមិនត្រូវការវិរៈបរៈដូចជាម៉ាក់ទៀតទេណា មែនហើយចាប់ពីពេលនេះតទៅពួកយើងអាចដកខ្លួនចេញពីពិភពគុណដោយស្រួលចិត្តរស់នៅជីវិតសាមញ្ញបានហើយចាប់ពីពេលនេះតទៅលែងមានយោបល់ទៀតហើយ